ខ្ញុំអ្នកក្រប្រឹងជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងប្រុសស្រីទាំងអស់ដែលជាអ្នកគ្រប់គ្រងនៅវិស័យសិល្បៈចម្រៀងរបស់លោកកៅសរ៉ាត់ថ្ងៃនេះខ្ញុំបាទមានកិត្តិយសណាស់បាននាំមកនៅបទសម្ភាសន៍ដ៏ថ្មីស្រឡាំងមួយដែលខ្ញុំបាទបានសម្ភាសន៍ទៅកាន់លោកតារិទ្ធសំអាងហើយសប្តាហ៍ថ្ងៃលោកមានបច្ចុប្បន្ន64ឆ្នាំបាទហើយលោកកំពុងតែរស់នៅសហរដ្ឋអាមេរិករដ្ឋ California នៃទីក្រុង Stockton បាទម្យ៉ាងទៀតនៅក្នុងបទសម្ភាសន៍នេះដែរបងប្អូននឹងបានដឹងអំពីរឿងរ៉ាវដ៏ប្លែកដ៏ជក់ចិត្តដែលខ្ញុំបានដាក់ចំណងជើងថាវាំងនោនខ្មៅបាទបងប្អូននឹងបានដឹងតួយ៉ាងដូចជាការតែងនិពន្ធចម្រៀងរបស់លោកការប្រើប្រាស់សម្លេងរបស់លោកយ៉ាងណានោះបងប្អូននឹងបានដឹងហើយលោកក៏ធ្លាប់បានលោកម៉ាឡាពីបានតាក់តែងចម្រៀងឲ្យដែរប៉ុន្តែហេតុអ្វីក៏តិចម្លេះបន្តិចទៀតបងប្អូននឹងបានដឹងនៅក្នុងការសម្ភាសន៍របស់ខ្ញុំហើយភាគបន្តទៀតខ្ញុំនឹងធ្វើឡើងបន្តទៀតហើយក្នុងនោះក៏មានខ្ញុំបានចងក្រងជាសំណួរក្រុមការងាររបស់ខ្ញុំនឹងបានសួរទៅកាន់លោកតាផងដែរដូច្នេះកុំឲ្យខាតពេលវេលាកាន់យូរបងប្អូនសូមរីករាយស្ដាប់នៅបទសម្ភាសន៍នេះដូចតទៅបាទសូមអរគុណរឿងរ៉ាវក្តីស្នេហ៍ជាដំបូងខ្ញុំសូមជម្រាបសួរលោកតាម្ដងទៀតមិញបានចុច record បាទអញ្ចឹងជាកិច្ចចាប់ផ្ដើមនៃកម្មវិធីខ្ញុំសូមឲ្យលោកតាណែនាំខ្លួនតិចហើយខ្ញុំចង់ដឹងអំពីសុខទុក្ខលោកតាតើលោកតាឈ្មោះអីហើយសពថ្ងៃលោកតារស់នៅទីណាសុខទុក្ខនៅទីនោះមិនដែរលោកតាបាទសុខទុក្ខធម្មតាខ្ញុំឈ្មោះសំអាងរ៉ាត់ឈ្មោះខ្ញុំដែលគេហៅធ្លាប់កែវសារ៉ាត់អីធ្លាប់ហៅហ្នឹងឈ្មោះថារិទ្ធជាតិឈ្មោះជាតិលោកតាណោះបាទជាតិទ្វីបលោកងាប់ព្រៃប៉ុណ្ណទីខ្ញុំសម័យនេះ64ហើយ64ឆ្នាំលោកតាណោះបាទហើយខ្ញុំរស់នៅសហរដ្ឋអាមេរិកនៅរដ្ឋ California ទីក្រុង Stockton អញ្ចឹងលោកតាដែលមកប្រទេសខ្មែរយើងដែរលោកតាខ្ញុំទៅម្ដងដែរឆ្នាំ2005ខ្ញុំទៅលេងម្ដងតែពេលបច្ចុប្បន្នលោកតាអត់ថាមានកម្រងអញ្ជើញមកស្រុកខ្មែរទៀតទេណោះប្រហែលជាឆ្នាំក្រោយចង់ទៅមួយជើងទៀតអញ្ចឹងលោកតាសប្តាហ៍ថ្ងៃរស់នៅរដ្ឋ California ទីក្រុង Stockton ខ្ញុំធ្លាប់លើចម្រៀងលោកតាកៅសរ៉ាត់ដែរក្លាប់ Stockton ហ្នឹងដែលជាដំបូងបងអស់ចេញពីចម្រៀងកៅសរ៉ាត់ទាំងចេញពី Stockton នឹងឯងបាទលោកតាបាទអញ្ចឹងខ្ញុំនឹងរៀបសំណួរសួរលោកតាមួយដើម្បីឲ្យងាយស្រួលឆ្លើយនិងបទកលាកម្មវិធីរបស់យើងដើម្បីបញ្ចប់កម្មវិធីទៅរលូនលោកតាណាបាទមិនដឹងលោកតាបានណែនាំខ្លួនហើយរួចអស់ហើយខ្ញុំមិនបាច់សួរច្រើនទៀតទេគឺសួរចូលដល់ប្រធានបទផងយើងមកទៅដោយសារតែពេលវេលាយើងកំណត់បាទអញ្ចឹងខ្ញុំចង់សួរតាក់ទងជាមួយនឹងដំណើរប្រវត្តិរបស់លោកកៅសរ៉ាត់លោកតាជួបគាត់នៅទីណាហើយមិនបានស្គាល់គាត់អីចឹងណាលោកតាអាចជួយណែនាំនិយាយទៅទាំងអស់ណែនាំទាំងអស់មកទាំងមិនបានស្គាល់គាត់អីចឹងហ្នឹងហើយអូខេអរគុណលោកតាកាលដើមឡើយពីឆ្នាំ1984ប្រហែលជាខែ4ខ្ញុំបានមកដល់ Stockton រដ្ឋ California ហ្នឹងហើយទៅក៏បានទៅមកដល់ថ្មីហ្នឹងក៏ចូលក្នុងចូលឈើទៅប្រជុំនៅកន្លែងឈើគេនឹងរៀងរាល់ថ្ងៃសៅរ៍ដល់ចៃដន្យអីថ្ងៃហ្នឹងអង្គុយចិត្តកែសរ៉ាត់នឹងដែរដល់ពេលក្រោយមកទៀតទៅក៏បន្ទាប់ពីសម្ដែងសម្ដាលជាមួយកែសរ៉ាត់ហ្នឹងគេថាគេបានចេញពីប្រទេសថៃមកគេទៅនៅរដ្ឋមនីសូតាហើយទៅក៏គេនាំប្តីប្រពន្ធ2នាក់ហ្នឹងកែសរ៉ាត់ហើយនឹងនាងចន្ទធូហ្នឹងផ្លាស់ទីលំនៅមកនៅ Stockton រដ្ឋ California ហ្នឹងហើយដោយសារតែអត់ចេះភាសាអង់គ្លេសហើយនឹងអត់ចេះជំនាញការអីហ្នឹងនៅរដ្ឋ Stockton នៅ California ហ្នឹងរដ្ឋគេចិញ្ចឹមប៉ុន្តែបើអ្នកណាគេមានកូនច្រើនគេចិញ្ចឹមរហូតដល់កូនហ្នឹងលេខ18ឆ្នាំដោយកែសរ៉ាត់និងនាងចន្ទធូហ្នឹងអត់មានកូនទេមកដល់សហរដ្ឋអាមេរិកហ្នឹងគេចិញ្ចឹម18ខែហើយទៅកែសរ៉ាត់ហ្នឹងក៏សួរខ្ញុំថាគាត់ហ្នឹងជិតដល់18ខែហើយមិនដឹងជាបានអីលុយកាក់អីនឹងរស់នៅទេហើយខ្ញុំក៏សួរថាអត់មានកូនចៅអីទេអីក៏អត់ទៅក៏ចាប់ដើមស្គាល់គ្នាទាំងអស់ហ្នឹងមកទៅក៏ចាប់ដើមកាលហ្នឹងមានយើងអត់ចេះអីចឹងយើងចេញទៅចកាបេះកាត់ខ្ទឹមបេះតសក់បេះអីចឹងទៅជាមួយគ្នាជុំគ្នាចឹងទៅរាល់ថ្ងៃទៅចាប់ដើមស្គាល់គ្នាលេចហើយឬមុំក្នុងភ្នំហាណូដល់ពេលចាប់ដើមស្គាល់គ្នាតាំងពីនោះមកកាន់តែចិត្តស្និទ្ធមកទៅកែសរ៉ាត់ហ្នឹងក៏គេថាកែសរ៉ាត់ហ្នឹងបងខ្ញុំប្រហែលជា4ឆ្នាំមិនបានសួរអាយុពិតប្រាកដទេប៉ុន្តែបងខ្ញុំប្រហែលជា
បាទ4-5ឆ្នាំ កៅសារ៉ាត់បើតាមខ្ញុំដឹងខ្ញុំសុំកាត់លតាតិចតាមខ្ញុំដឹងគាត់កើត56 1956 បាទបើកើត56បកខ្ញុំត្រូវហើយ4ខ្ញុំកើត60ហ្នឹងហើយខ្ញុំក៏បានសួរអាយុអីដែរទៅហើយមិនបានដឹងថាជាកៅសារ៉ាត់ទេព្រោះឈ្មោះគាត់នឹងឈ្មោះជុំតែហ្នឹងហើយហៅថាទឹកដល់ទៅនៅក្នុងភូមិស្រុកហ្នឹងគេហៅថាទឹកអ្នកណាក៏ដឹងថាទឹកដែរដូច្នេះដល់ទៅពេលទៅកាត់ទៅធ្វើការទាំងអស់គ្នាហ្នឹងទៅថ្ងៃមួយខ្ញុំឮគាត់ច្រៀងកាលហ្នឹងសម័យអ្នកចម្រៀងអាទាំងMichael Jackson ហ្នឹងកំពុងតែចាប់ផ្ដើមល្បីហើយគាត់អត់ចេះភាសាអង់គ្លេសទេប៉ុន្តែគាត់ឮសូរបទMichael Jackson ហ្នឹងគាត់ធ្វើសំនៀងតាមហើយធ្វើសំនៀងតាមទៅក៏ព្រោះដល់ពេលព្រោះទៅថ្ងៃមួយមានលោកពូម្នាក់គាត់ចំណាស់ហើយគាត់បង្កើតជាក្រុមតន្ត្រីមួយឈ្មោះថាតន្ត្រីទេពប្រណំបាទតន្ត្រីទេពប្រណំហ្នឹងក៏ចាប់ផ្ដើមធ្វើជាកាសែតដល់កាលណាចាប់ផ្ដើមធ្វើជាកាសែតទៅកែវសារ៉ាត់ហ្នឹងក៏ច្រៀងបទអធម្មជាតិអើយយកកែវសារ៉ាត់ហ្នឹងទៅច្រៀងអធម្មជាតិអើយម៉ាឡាពីក៏តែងកលាបស្តុកតុនហើយមានក្នុងហ្នឹងមាននាងViolet នោះជាអ្នកចម្រៀងស្រីហើយនឹងត្រូវជាប្រពន្ធអ្នកភ្លេងឈ្មោះមេងហើយមេងម៉ៅហើយនឹងក្លាហានគេច្រៀងបទ Yes No អីចឹងទៅហើយដល់ពេលក្លាហានហ្នឹងគេអត់ចូលចិត្តកែវសារ៉ាត់ទេហើយទៅស្បតែខ្ញុំឃើញកសែតគេធ្វើដាក់ចឹងទៅហើយកែវសារ៉ាត់គេដាក់ឈ្មោះគេកែវសារ៉ាត់ដល់កែវសារ៉ាត់ហ្នឹងចិត្តស្និទ្ធជាមួយនឹងខ្ញុំប្រាប់ថាព្រោះខ្ញុំមានកិច្ចការមានអីធ្វើចឹងគេថាបើមានលុយគិតនាំគ្នាធ្វើកសែតទៅខ្ញុំអត់ទៅធ្វើឲ្យទេប៉ុណ្ណំនឹងទៀតទេហើយខ្ញុំនេះក៏ចាប់ផ្ដើមខ្ញុំអត់ចេះអីទេតែខ្ញុំចាប់ផ្ដើមទិញសម្ភារៈទិញអីមកទៅក៏ចាប់ផ្ដើមធ្វើទៅខ្ញុំក៏ចាប់ផ្ដើមធ្វើកសែតទី1ខែវិដាមដួងចិត្តកសែតទី2ក្លៀតឆ្ងាយស្ដាយស្នេហ៍អីហ្នឹងទៅបាន2កសែតហើយដល់ពេលក៏ស្គាល់គ្នាចឹងទៅក៏សម្ដែងសម្ដាលពីរឿងសុខទុក្ខក្នុងក្រុមគ្រួសារហ្នឹងគឺកែសារ៉ាត់ក៏ចង់បានកាលណាយើងមានកូនមានអីតូចចឹងអាចបន្តលុយរត់នឹងបានហើយក៏ខ្ញុំចេះវិជាពេទ្យខ្លះពីជំរុំមកទៅក៏ខ្ញុំប្រាប់ទៅក៏ជួយគាត់ទៅក៏ប្រពន្ធនឹងបានទម្ងន់បានជូនទៅពេទ្យទៅអីចឹងទៅប្រាប់គេតាមហ្នឹងទៅក៏ប្រពន្ធនឹងបានកូនដែរអីក៏បានបន្តលុយរត់គេជួយអញ្ចឹងគាត់ណាតាំងពីនឹងមកទៅក្រោយមកទៀតទៅធ្វើបាន2កសែតធ្វើបាន1កសែតហើយកសែតទី2មិនទាន់បានពឹងហើយដល់កែសារ៉ាត់ជាប់គុកចាប់គុកទៅខ្ញុំបានទៅសេបបទស្គាល់ហើយគុកស្នេហ៍នោះចាប់ទុកព្រោះស្នេហ៍ហ្នឹងហើយនឹងរឿងបោះហ្នឹងហើយចាប់ទុកព្រោះស្នេហ៍នឹងរឿងផ្ទាល់របស់កែសារ៉ាត់ហ្នឹងបាទកំណាចអ្នកកាចវ័យម្លេះបន្ទាប់ពីនិយាយរឿងពីចាប់គុកហ្នឹងរឿងចាប់គុកហ្នឹងក៏ដោយសារខ្ញុំដែរបើខ្ញុំមិនឲ្យលុយទៅក៏តែរ៉ាត់បានចាប់គុកដែរថាហ្នឹងព្រោះថ្ងៃមួយគេមកប្រាប់ខ្ញុំថាគេហៅខ្ញុំជាតិមានលុយ$20ទេខ្ញុំសួរថាយកទៅអីហើយយកទៅជួលអូតែលគេបានស្រីអាកាំងក្មេងខ្ញុំក៏នឹកឃើញថាស្គាល់គ្នាខ្ញុំបើឲ្យទៅដល់ឲ្យទៅមកទៀតក្រោយមកទៀតនាងនឹងគេទៅពេកទៅអីមិនទេគេរីផកទៅគេរេការប្រាប់ប៉ូលីសប្រាប់ពេកអីការទៅប៉ូលីសទៅបានគេមកចាប់តែសម្រាប់ដាក់គុកទៅហើយដល់គេស្រាវជ្រាវទៅគេតាមដានទៅគេដឹងថានារីហ្នឹងជានារីរុស្ស៊ីក្នុងរយៈពេល3ខែហ្នឹងក៏គេប្រឡែងកែវសារ៉ាត់ចេញមកវិញមកព្រោះអីកែវសារ៉ាត់ហ្នឹងមិនមែនចូលសញ្ជាតិអាកាំងនៅឡើយហើយគេចាត់ទុកថាគាត់អត់ដឹងអីចឹងណាបាទលោកតាបាទដល់ចឹងទៅក៏គេប្រឡែងមកវិញមកហើយក្នុងពេលដែលជាប់គុកហ្នឹងខ្ញុំក៏ប្រឹងរੂមេធាវីរੂអីជាមួយប្រពន្ធកែវសារ៉ាត់នាងចន្ទធូហ្នឹងជួយរត់អីដើម្បីដោះឲ្យកែវសារ៉ាត់នឹងរួចខ្លួនវិញហ្នឹងបាទលោកតាដល់ក្រោយមកទៀតមកក៏អានេះខ្ញុំនិយាយនេះប៉ះពាល់ដល់នាងចន្ទធូហ្នឹងតិចឲ្យបើសិនណាជាខ្ញុំអាចអត់និយាយបានពីរឿងនឹងបានអត់អីទេព្រោះអីខ្លាចដល់ពេលបើបញ្ចេញទៅអីប៉ះពាល់ដល់គេឈ្មោះសារ៉ាត់មុនខ្ញុំនៅតាមជនរំទៀតទុកស្នេហាវាសនាមិនទៀងដល់ត្រឡប់មកនេះវិញត្រឡប់មកកន្លែងឆានឈួរនឹងវិញឆានឈួរនឹងមកសុំហើយទៅពៅហ៊ុននឹងមិនទាន់បានច្រៀងល្បីទេក៏មកចង់ច្រៀងដែរតែអត់បានច្រៀងទេដល់ទៅពេលអញ្ចឹងឆានឈួរហ្នឹងក៏ផ្លាស់ទីលំនៅពីទីក្រុង Stockton ហ្នឹងក៏ទៅនៅទីក្រុង Long Beach ហើយធ្វើបញ្ចូលសលេងកុនថៃបកប្រែកុនថៃជាមួយ30បិនក្រោយមកទៀតឆានឈួរមានកំណត់ក៏រស់ស៊ីបើកបញ្ចូលកុនថៃហ្នឹងដោយខ្លួនឯង
ហើយមកតាក់ទងកែវសារ៉ាត់ហ្នឹងទាញពីខ្ញុំទៅហើយខ្ញុំក៏រៀបចំនឹងលះបង់អារបរហ្នឹងហើយព្រោះខ្ញុំអត់ចេះហើយទៅក៏ឆានឈួរហ្នឹងក៏តាក់ទងទៅកែវសារ៉ាត់ហ្នឹងក៏ជឿក៏ផ្លាស់ទីលំនៅពីទីក្រុងសុកតុនហ្នឹងទៅនៅទីក្រុងឡុងបិចដែរហើយដោយគេសុំគ្នាបងធ្វើបងអូនធ្វើអីហ្នឹងខ្ញុំក៏បែកពីកែវសារ៉ាត់ហ្នឹងជាប់ត្រឹម86ឬក៏87ហ្នឹងខ្ញុំជាប់តាក់ទងជាមួយសារ៉ាត់ដែរជាមួយកែវសារ៉ាត់ដែរនឹងរយៈពេលដែលស្គាល់គ្នាហ្នឹងប៉ុណ្្នឹងឯងប៉ុន្តែស្គាល់ហ្នឹងក៏ស្គាល់ចិត្តស្និទ្ធដែរព្រោះខ្ញុំកែវសារ៉ាត់ហ្នឹងអត់ចេះខ្ញុំជួយទៅពេលទៅណាទៅណីចាប់គុកចាប់អីហ្នឹងខ្ញុំជួយហើយទិញឡានទិញអីក៏ខ្ញុំជួយដែរជួយរស់ទិញឡានទិញអីឲ្យអីហ្នឹងជួយទាំងអស់ជួយរហូតហ្នឹងឯងជួយកែវសារ៉ាត់ហ្នឹងថាដូចពួកម៉ាក់ចិត្តស្និទ្ធហ្នឹងឯងដល់ពេលបន្ទាប់គេផ្លាស់ទីលំនៅទៅនៅទីក្រុងឡុងបិចជាមួយឆានឈួរទៅអ្នកឆានឈួរហ្នឹងក៏គេអ្នករួមដៃគ្នាធ្វើកសែតតែទៅក៏គេរាប់អានគ្នាជាបងធ្វើប្អូនធ្វើពីត្រឹមហ្នឹងទៅណាបាទសួរអញ្ចឹងលោកតាបែកគ្នាជាមួយនឹងលោកតាកែវសារ៉ាត់ត្រឹមឥឡូវខ្ញុំហៅលោកកែវសារ៉ាត់ចុះដោយសារក្នុងបទសម្ភាសន៍យើងអាចនិយាយពាក្យលោកបានតាបានបែកគ្នារវាងលោកកែវសារ៉ាត់ពីចន្លោះឆ្នាំ1986ឡើងយើងនិយាយកាត់88 87ចឹងណា88 អញ្ចឹងបាទដល់ពេលលោកតាដល់ពេលលោកកែវសារ៉ាត់ផ្លាស់ទីលំនៅពីទីក្រុងស្តុកតុនទៅឡុងបិចអញ្ចឹងលោកតាមានតំណែងមួយគាត់ទៀតទេពេលណាគេមកលេងស្តុកតុនគេមកលេងខ្ញុំរាប់អានធម្មតាបាទហើយម៉ាឡាពីក៏ចូលចិត្តកាលលេច្រៀងនៅទេប៉ុណ្ណំម៉ាឡាពីក៏ចូលចិត្តសលេងកែវសារ៉ាត់ដែរក៏តែងបត់ច្រើនបត់ដើម្បីឲ្យកែវសារ៉ាត់មកច្រៀងទី1ក៏តែងបត់កូឡាបស្តុកតុនសិនទីអូនដឹងម្លែងសំនៅពេលដែលកែវសារ៉ាត់ច្រៀងចូលក្នុងកសែតកែវសារ៉ាត់កែប្រូលគាត់បោះម៉ាឡាពីខឹងឈប់ឲ្យកែវសារ៉ាត់ច្រៀងទៅលោកតាម៉ាឡាពីគាត់មានបទមួយទៀតបទ Modesto ឲ្យអ៊ិនសារ៉ាត់ច្រៀងឈប់ឲ្យកែវសារ៉ាត់ច្រៀងឲ្យអ៊ិនសារ៉ាត់ច្រៀងកុកហៅកាត់ក្រុងតុងហៅកាត់កោះណាបាទស្គាល់លោកតាព្រោះកែវសារ៉ាត់គាត់ស្ទើអាខាងអសរសាស្ត្រហើយគាត់កែប្រូលកន្លែងកូឡាបស្តុកតុនចុងក្រោយម៉ាឡាពីគាត់ថាចេះសូមជួយណែនាំសម្ដីកែវសារ៉ាត់ច្រៀងថាចេញពីកវីប្រាប់កូឡាបផងតាមពិតម៉ាឡាពីគាត់សរសេរថាសូមជួយណែនាំសម្ដីអ៊ូលក្នុងហរតីប្រាប់កូឡាបផងទៅគាត់ខឹងបាទអ៊ូលក្នុងហរតីមានន័យជ្រៅជាងចេញពីកវីនឹងសាមញ្ញទេបាទនឹងទៅម៉ាឡាពីគាត់ខឹងត្រង់ហ្នឹងបាទសូមជួយណែនាំសំដីចេញពីនេះជារឿងមួយដែលប្លែកឲ្យពួកខ្ញុំជាអ្នកស្ដាប់នេះមិនដែលដឹងតែលោកតាបានប្រហែលតាក់មួយហើយក្មួយស្ដាប់មួយទៀតក្មួយស្ដាប់បទមួយទៀតបទមើលមែនបទអីមួយទៀតដែលស្រែកជើងថាតារាប្រងព្រាយលើមេឃាបទអីហ្នឹងកណ្ដាលរាត្រីបទកណ្ដាលរាត្រីតារាប្រងព្រាយរាយលើមេឃាកណ្ដាលរាត្រីស្រីហើយនឹងបងណាតារាប្រងព្រាយរាយលើមេឃាដេះតាគុណនីបទសមុទ្រគេថាដេះដាស់គុណនីរាប់មិនបានផងពេលកែវសារ៉ាត់គាត់ថាដេះដាស់គុណធារាប់មិនបានផងហើយខ្ញុំប្រកែកជាមួយកុសែសារ៉ាត់ថាមិនមែនដេះដាស់គុណធាទេខុសន័យហើយដេះដាស់គុណនីហ្នឹងបានន័យថាគុណនីច្រើនបាទប៉ុន្តែកែវសារ៉ាត់ជាងថាដេះដាស់គុណធានឹងខុសមួយខ្ញុំក៏ប្រកែកជាមួយកែវសារ៉ាត់ដែរកន្លែងហ្នឹងដេះដាស់គុណធារាប់មិនបានផងហើយកែវសារ៉ាត់ប្របាក់ថតព្រោះគាត់អត់ចាំបទទេថតតព្រោះឯងចាំស្ដាប់បទសូរិយាកងព្រៃហ្នឹងបទរបស់គឹមសុផលឈ្មោះហៅសត់ថាច់សាងគាត់ប្រកែកតែងបទមែនទេគាត់អត់យកបទលំងំរបស់អ្នកណាសូរិយាកងព្រៃរយមរងមរណ្ដោគាត់តែងបទថ្មីរបស់គាត់ដូចគាត់តែងឲ្យពូហ៊ុនច្រៀងដូចជាបឹងមាននិស័យដូចជាបងចលើមេឃហើយដូចកូឡាបស្តុកតុនឬ Modesto Fresno ឬមកពី Mantica ហ្នឹងគាត់ឃើញខ្ញុំជឹងចង្វាក់គាត់ទេឃើញចង្វាក់គាត់ស្អាតមែនទេលយមែនទេខ្ញុំចូលចិត្តយ៉ាន់សុផលតាគឹមសុផលឈ្មោះគឹមសុផលណាហើយគាត់តែងបទសូរិយាកងព្រៃបាទអូនក៏បត់បងហើយមើលចង់បញ្ចប់វគ្គមួយស្ដាប់ចង់បញ្ចប់វគ្គមួយមិនតន់នឹងផុតផងបន្តមួយទៀតបាទហើយអាហ្នឹងកាត់តហ្នឹងស្ដាប់ទៅដឹងហើយស្ដាប់ដឹងលោកតាស្ដាប់ទៅដឹងបាទស្ដាប់ទៅដឹងថាកាត់តហើយពោះទាំងហើមមនុស្សមិនអាចទៅអញ្ចឹងបានភ្លាមទេបាទអ្នកធ្វើតាមងាប់ហើយចង្កល់ថតមកបាត់មកយប់អីនោះកែវសារ៉ាត់ជុំរំមីដាស្រុកថៃដែលយើងធ្លាប់លោក
លោកតានិយាយអញ្ចឹងក៏មានអ្នកសួរសំណួរដែរពីព្រោះថាមុននឹងខ្ញុំធ្វើបទសម្ភាសន៍នេះគឺខ្ញុំបានឲ្យមិត្តភ័ក្តិក៏ដូចជាអ្នកឆ្លាញ់សំឡេងរបស់លោកកៅសរ៉ាត់បានចោទសួរដែរដើម្បីសួរសំណួរទៅកាន់លោកតាណាគាត់ក៏បានសួរចំណេញនឹងដែរតែដោយសារតែសំណួរនោះខ្ញុំនឹងដាក់នៅវគ្គទី3មានន័យថាខ្ញុំឲ្យលោកតារៀបរាប់អំពីដំណើរដើមតនៃការជួបលោកកៅសរ៉ាត់អីហើយទៅខ្ញុំដល់វគ្គសួរសំណួរហ្នឹងតែលោកតាបាននិយាយឲ្យថាកៅសរ៉ាត់គាត់មានចំណុចមួយគឺថាគាត់ច្រៀងភាគច្រើនគាត់កែប្រូលមែនទេលោកតាហ្នឹងហើយគាត់កែប្រូលពីបទដើមឧទាហរណ៍លោកតាបានមានប្រសាសន៍ថាកវីសេកមាសម៉ាឡាពីបានតែងបទកលាបស្តុកតុនឲ្យគាត់ច្រៀងនៅក្នុងវគ្គចុងក្រោយកែប្រូលជាច្រើនអញ្ចឹងទើបធ្វើឲ្យកវីម៉ាឡាពីគាត់មានការអន់សពន្ធចិត្តដែរទើបមិនតែងបទឲ្យលោកកៅសរ៉ាត់ច្រៀងថែមទៀតអាមេរិកដីថ្មីស្រីបទស្នេហាហ្នឹងហើយដូចជាដូចវាបត់ខ្ញុំទៅសេបត់បងឃ្លាតថ្ងៃស្រុកហ្នឹងក៏ចឹងដែរប៉ុន្តែវាមិនខុសធ្ងន់ធ្ងរអីទេប៉ុន្តែខ្ញុំច្រៀងដូចថាបងឃ្លាតថ្ងៃស្រុកធ្លាប់រស់សុខសាន្តអញ្ចឹងព្រោះខ្ញុំទៅសេពីដំណើរដែលខ្ញុំនៅបាត់ដំបងខ្ញុំចេញបាត់ដំបងមកចូលចរុំខ្ញុំមកដល់អាមេរិកអីចឹងណាហើយដល់ពេលចឹងទៅកន្លែងមើលបងឃ្លាតថ្ងៃស្រុកធ្លាប់រស់សុខសាន្តបងឃ្លាតកល្យាឆ្ងាយពីគូស្នេហ៍បងឃ្លាតខេតឃ្លាតឃុំមេខ្ញុំដាក់ឃ្លាតខេតឃ្លាតឃុំឃ្លាតចំការស្រែហើយទៅដល់ពេលកន្លែងនោះដូចស្រាប់ជាងថាឃ្លាតស្រុកឃ្លាតឃុំមិនហ្នឹងឯងបាទជាងបែបហ្នឹងឃ្លាតស្រុកឃ្លាតឃុំឃ្លាតចំការស្រែឃ្លាតស្ទឹងសង្ការហ្នឹងហើយតាមពិតខ្ញុំចង់និយាយថាឃ្លាតខេតទេឃ្លាតខេតឃ្លាតឃុំវាស៊ីគ្នាវាកាន់តែចុងជួនបន្តិចហ្នឹងណាយ៉ាបងឃ្លាតឆ្ងាយស្រុកធ្លាប់រស់សុខសាន្តបងឃ្លាតប៉ុន្តែណាវាអត់អីទេគ្នាទៅអញ្ចឹងទៅហើយមួយទៀតដូចដូចខៅដាងដងចិត្តហ្នឹងអត់មានរាយយកមកទេមើលប៉ុន្តែខ្ញុំលឺសូគេច្រៀងនៅតាមជនរំខៅដាងអញ្ចឹងដូចជាកាលហ្នឹងដូចយ៉ាងអ្នកណាដូចកៅសរាយទុំវាក៏ស្អីទេកៅសរាយគាត់ច្រៀងបទហ្នឹងមុនគេតាមខ្ញុំដឹងលោកកៅសរាយលោកតាស្គាល់ហើយបទហ្នឹងយកលំនាំតាមយកលំនាំបទខៅដាងដងចិត្តហ្នឹងយកលំនាំតាមសំណោកភ្នំតាម៉ៅបាទបោះប៉ែនរននឹងដូចជាលោកតាមួយទៀតខ្ញុំទៅឈ្មោះបាទរសៀលរេយំល្វើយខាងដាងខ្ញុំស្អីគេទេហ្នឹងហើយយកបាត់សំដឹងឯងមកឡើយស្ងាត់ឈឹងអីលើប្រែដល់ពេលមកដល់អាមេរិកនេះខ្ញុំនឹកឃើញអញ្ចឹងទៅហើយសបុកឈ្មោះយ៉ានសបុកហ្នឹងពីអ្នកលេងភ្លេងហ្នឹងក៏ជាអ្នកភូមិស្រុកខ្ញុំដែរហ្នឹងទៅហើយវាធ្លាប់រៀនជាមួយប្អូនខ្ញុំដែរទៅហើយក្នុងក្របកសែតខ្ញុំមានរូបភាពក្នុងក្របកសែតទី1ហ្នឹងមានយ៉ានសម្បុកមានប្អូនខ្ញុំឈ្មោះរិតឈួនក៏ជាអ្នកឌីប៉ុនបត់ស្អីមួយវាទៅសេបត់លំនាំបាត់កវីចាន់ឆ្នៃក្មួយចាំហ៎ស្នេហ៍កម្មឆ្លងដែនវាតែងបត់នឹងមួយឆ្លងដែនដួលដែនអរ៉ាចឹងបទហ្នឹងមិនមែនជាលោកកៅសរ៉ាត់ជាអ្នកតែងទេបទហ្នឹងតាមែនទេបងអូនខ្ញុំអ្នកតែងអូបាទអញ្ចឹងព្រោះថាកៅសរ៉ាត់ដូចមិនទាន់មានស្នាដៃទេខ្លាចមានស្នាដៃឯណាផ្សេងទៀតមិនដឹងទេប្រុសនេះជាកសាទី1អសរសាស្ត្រខ្សោយអូបាទប៉ុន្តែគ្នាអាចតែងបានប្រកែចេះធ្វើនេះធ្វើនោះចេះធ្វើបတ်ភ្លេងចេះធ្វើចេះធ្វើតង់អីថ្ងៃនេះកូនប្រុសមួយដែលខ្ញុំជួយទៅពេទ្យចុះឡើងទៅបានកូនប្រុសមួយកូននឹងក៏ច្រៀងប្រុសដែរក៏ប៉ុន្តែវាអត់ចេះខ្មែរនៅតាមជារំថៃហ្នឹងកៅសរ៉ាត់មានប្រពន្ធមួយមានកូនហើយកូនហ្នឹងមកដល់រដ្ឋមនីសតាហើយដូចកៅសរ៉ាត់បេះបេះហើយប្រពន្ធនេះប្រពន្ធទី2ទេបាទចន្ទធូហើយកូនហ្នឹងចន្ទធូហ្នឹងប្រពន្ធទី2ទេបាទហើយដែលកូនដែលថាអត់ចេះខ្មែរហ្នឹងជាកូនរបស់ចន្ទធូនេះទេកូនទី2នេះទេបាទខ្ញុំស្ដាប់បទសម្ភាសន៍លោកពូសេងរ៉ាក៏បានស្រាវជ្រាវមកអញ្ចឹងដែរថាលោកកៅសរ៉ាត់មានប្រពន្ធក្រោយគឺអ្នកស្រីចន្ទធូមានកូនប្រុសម្នាក់ចេះច្រៀងដូចលោកកៅសរ៉ាត់អញ្ចឹងប៉ុន្តែគឺមានភាពអៀនព្រៀននឹងគាត់អត់ចេះខ្មែរទេតាមដែលខ្ញុំដឹងហ្នឹងហើយអត់ចេះខ្មែរទេហ្នឹងហើយសោកស្ដាយចុះខ្ញុំសួរតិចលោកតាឥឡូវជ្រុលតែលោកតារំលឹកតាក់ទងមួយប្រពន្ធដើមលោកកៅសរ៉ាត់ណាប្រពន្ធទី1ប្រពន្ធទី1ហ្នឹងកាលរត់ចេញពីជំនាន់ពលពតអានេះខ្ញុំមិនដឹងច្បាស់ប៉ុន្តែកាលដែលកែសរ៉ាត់ហ្នឹងនៅស្រុកប៉ុននេះគាត់ប្រាប់ខ្ញុំណាខ្ញុំនិយាយតាមតែគាត់ប្រាប់ខ្ញុំណាណែជួបគ្នាតាមផ្លូវរត់ចេញពីខ្មែរក្រហមមកជួបគ្នាតាមផ្លូវមកទៅក៏បានគ្នាដល់ពេលមកដល់ជនរុំស្រះកែវនាងហ្នឹងគេកូនចៅចិនដែរទៅក៏គេរស់ស៊ីលក់ជួយលក់អីវ៉ាន់ឲ្យថៃបាទលោកតាជួយបានកូនមួយជួយលក់អីវ៉ាន់ឲ្យថៃទៅយូរទៅក៏បានប្តីថៃឬក៏បានប្តីទៅក៏បែកគ្នាពីកៅសរ៉ាត់ទៅបាទហើយទៅបានកៅសរ៉ាត់មកបាននាងចន្ទធូនេះក្រោយ
អញ្ចឹង បាទ លោកកៅសរ៉ាត់បានប្រពន្ធទី1នៅជំរំកាលដែលរត់ភៀសខ្លួនហើយក៏មានកូនប្រុសម្នាក់ដែរតែកូនប្រុសគាត់ចេះខ្មែរតើលោកតាកូនប្រុសលោកកៅសរ៉ាត់ កូនប្រុសទី1ហ្នឹងអាកូនប្រុសប្រពន្ធមុនហ្នឹង បាទលោកតា ប្រហែលជាចេះខ្ញុំជឿថាចេះហើយព្រោះកើតតាមចរុំ ខ្ញុំជឿថាអាចគាត់ចេះច្រៀងនេះតែចេះច្រៀងដោយឪពុកគាត់ហ្នឹង ខ្ញុំអត់ដឹងដែរប៉ុន្តែឲ្យរូបថតមើលម្ដងគឺមុខដូចគ្នាហើយថ្ងៃនេះនៅសហរដ្ឋអាមេរិកហើយនៅដូចនៅមនីសតា បាទអញ្ចឹងគឺថារឿងរ៉ាវរបស់លោកកៅសរ៉ាត់គឺមានបញ្ហាគេហៅថាវាំងនោនខ្មៅជាច្រើនដែលយើងអត់បានដឹងហ្នឹងហើយគ្រប់ត្រូលសម្ដែងរបស់លោកគឺលោកមានបញ្ហាជាច្រើនហើយក៏តាមបទសម្ភាសន៍ក៏គេកាត់កន្លែងខ្លះចោលដែរគេមិនបញ្ចេញដោយសារតែវាពិបាកស្រាប់ពេក អញ្ចឹងលោកតាបានផលិតកាសែតចំនួន2ណោះ2កាសែត2វ៉ុលកាសែត បាទមានកាសែតសេចមាសទី1ដែលខ្ញុំធ្លាប់ឃើញសបកកាសែតហើយមានរូបលោកកៅសរ៉ាត់បត់ក្នុងខែដាវដងចិត្តហ្នឹងហើយខែដាវដងចិត្តហ្នឹងមើលឃើញរូបខ្ញុំនៅនឹងឈ្មោះរត់សំអាងឈ្មោះរត់សំអាងរត់សំអាង ហ្នឹងហើយរត់សំអាងបាទដាក់រត់រត់ក៏មិនដឹងទេប៉ុន្តែកាន់ជំនាន់ហ្នឹងមកដល់ដំបងព្រាមមកដល់ថ្មីហ្នឹងហើយនឹងរត់សំអាងនិងរត់ឈួនហ្នឹងខ្ញុំជាម្ចាស់ហើយហ្នឹងបាទលោកតាបាទអញ្ចឹងលោកតាបានយកចម្រៀងរបស់អ្នកនៅជំរំគឺបទខៅដាងដងចិត្តដែលគេច្រៀងនៅជំរំស្រាប់នោះក៏ឲ្យយកឲ្យលោកកៅសរ៉ាត់គឺថាបទហ្នឹងគឺមានភាពល្បីល្បាញមែនទែនហើយសូម្បីតែខ្ញុំកាលនៅក្មេងអីគឺឮឪពុកគាត់ចាក់ប៉ារបស់ខ្ញុំគាត់ចាក់ចម្រៀងលោកកៅសរ៉ាត់រាល់ថ្ងៃហើយខ្ញុំគឺចេះច្រៀងតាមលោកកៅសរ៉ាត់តាំងពីក្មេងមកបាទហើយបទហ្នឹងបើខ្ញុំអត់យកមកធ្វើបាត់ហើយបទហ្នឹងបាទដងចិត្តបាត់ហើយនៅមួយទៀតនៅបទមួយទៀតខ្ញុំឮគេធ្វើនៅតាមចរុំដែរយល់លំនាំតាមបទបង្រោស្វ័យជ្រុំប៉ុន្តែរស់ស្រីឈ្មោះអ្នកពេលសាយ័នបុប្ផាអ៊ីដាងរីកស្រស់រាប់ពាន់តែខ្ញុំមិនតាន់ពងរំស្នេហាអញ្ចឹងលោកតាបានអញ្ចឹងខ្ញុំបន្តទៀតណាលោកតាបាទអញ្ចឹងលោកតាបានផលិតចម្រៀងខែដាងដងចិត្តឲ្យលោកកៅសរ៉ាត់ច្រៀងកាលថតឆ្នាំណាលោកតាបទហ្នឹងក្នុងឆ្នាំ1980តុងខ្ញុំថា86ចុះ85 86នឹងឯងជាមួយកាលហ្នឹងខ្ញុំជួលឡុងស៊ីដាមកច្រៀងជាមួយនឹងមួយបទ100ឡុងស៊ីដាបទ100មួយបទបាទមួយបទ$100ចំនួនហ្នឹងហើយឃ្លាតឆ្ងាយស្ដាយស្នេហ៍បទនេះគឺព្រោះមែនទែនហើយខ្ញុំនេះខ្ញុំសូមនិយាយអំពីទឹកដមសម្លេងរបស់លោកកៅសរ៉ាត់ទេណាខ្ញុំមិនបានផ្ដោតទៅលើគេហៅថារបៀបតាក់តែងកំណាព្យអីទេអត្ថន័យអត្ថរូបហ្នឹងវាមានហើយគឺថាខ្ញុំសូមសរសើរដល់ស្នាដៃរបស់លោកតារ៉ាត់សំអាងអញ្ចឹងហើយឈ្មោះលោកតាអញ្ចឹងបាទគឺព្រោះមែនទែនបទហ្នឹងថ្មីបើយកលំនាំបទពីដើមមែនប៉ុន្តែគឺថាព្រោះមួយបែបផ្សេងការតាក់តែងភ្លេងព្រោះមួយបែបផ្សេងថាទឹកដមសម្លេងរបស់លោកកៅសរ៉ាត់គឺថាថ្នមពីរោះណាបទនេះខ្ញុំបទហ្នឹងស្រាប់ខ្ញុំចូលចិត្តសលេងគាត់សលេងគាត់ល្អបាទបាទដំបងភូមិកំណើតខ្ញុំគាត់ច្រៀងបានមានបទផ្សេងៗទៀតលោកតាខ្ញុំរៀបរាប់មកបានពីបទខៅដាងដងចិត្តបទឃ្លាតឆ្ងាយស្ដាយស្នេហ៍អញ្ចឹងថតជាមួយគ្នាលោកតា85 86ថតជាមួយគ្នាហ្នឹងបាទដីដាងយកលំនាំបទទឹកដីកោះប៉ែនណាបាទព្រោះតើបទហ្នឹងគឺល្បីល្បាញមែនទេបទដីដាងទឹកដីដាងសាងគប់ស្នេហ៍ខ្ញុំមានហើយមួយទៀតក្រៅពីតាចេញមកទៅមាននារីម្នាក់សេសបុតឲ្យផ្ញើរូបថតមកឲ្យកែសរ៉ាត់យកមកឲ្យខ្ញុំមើលគេចង់តាក់ទងកែសរ៉ាត់ហើយទៅខ្ញុំក៏បានអានឹងហើយទៅខ្ញុំក៏ទៅសេបបទៀតបបណែរំដួលខិនសាសនាងស្រីហ្នឹងគេនៅខិនសាសទទួលសម្បត្តិមុនទៅផុតដងហាគេផ្ញើសម្បត្តិមកដែងស្នេហាជាមួយកែសរ៉ាត់ហ្នឹងទៅក៏កែសរ៉ាត់គេយកសម្បត្តិហ្នឹងមកឲ្យខ្ញុំមើលទៅខ្ញុំក៏ទៅសេចម្រៀងនឹងតបទៅនេះវិញបាទខ្ញុំឥឡូវនេះខ្ញុំដឹងទៀតដែរបើមិនសួរអត់ដឹងមែនបទរំដួលខិនសាសនេះខ្ញុំជឿតែឆ្ងល់ថានរណាគេជាអ្នកតែងហើយតើបទហ្នឹងដំណើររឿងយ៉ាងម៉េចឥឡូវបានដឹងលោកតាប្រាប់ថាមាននារីម្នាក់យករូបថតឲ្យលោកកៅសរ៉ាត់ហើយលោកតាក៏បានតែងបាទគេផ្ញើរូបថតមួយស្លឹកមកទៀតមកឲ្យអញ្ចឹងបទហ្នឹងចំណងជើងថារំដួលខិនសាសបាទព្រោះនាងហ្នឹងមកផ្ញើមកពីខិនសាសអញ្ចឹងសំណួរទី1ខ្ញុំសូមសួរទៅកាន់លោកតានេះពីប្រិមិត្តគាត់សួរដែរពីបងប្អូនអ្នកឆ្លាញ់សម្លេងលោកកៅសរ៉ាត់ក៏សួរថាតើមហាជនហ្នឹងឬក៏បុគ្គលណាម្នាក់ដែលបានដាក់ងារអធិរាជសម្លេងអធិរាជមហាទំនុញកៅសរ៉ាត់
លោកតាដឹងពីងាររបស់លោកដែរ អត់មានទេកាលហ្នឹងមិនទាន់មានងារទេតែដល់ពេលធម្មតាពេលណាដែលដល់បាត់ទៅហើយម្យ៉ាងទៀតអ្នកដែលដាក់អ្នកណាដែលដាក់ងារហ្នឹងខ្ញុំមិនដឹងថាអ្នកណាទេប៉ុន្តែតាមខ្ញុំយល់មកពីបទសារ៉ាត់ភាគច្រើនគឺតំអូនតំអែពីរឿងដូចថាអ្នកដែលសម័យមកថាកៅសារ៉ាត់ហ្នឹងអ្នកតែងពីរឿងខ្លួនឯងពីរឿងអីជីវិតកំសត់ខ្លួនឯងអីចឹងដូច្នេះប៉ុន្តែសារ៉ាត់ហ្នឹងចូលចិត្តច្រៀងបទតំអូនតំអែហ្នឹងច្រើនហើយបាទដល់ទីទៅបានជាខ្ញុំយល់ថាអ្នកណាដែលបញ្ចេញមកហ្នឹងគឺវាសមដែរខ្ញុំជឿថាវាសមដែរសមនឹងងារនឹងដែរ អូនចាំបានទេកាលនៅក្នុងវត្ត បាទលោកតាព្រោះថាសម្លេងរបស់លោកគេហៅថាសម្លេងកូអួនកៅអៅចេញពីទឹកដមដល់ល្អឯករបស់លោកគេហៅថាថ្មីរបស់លោកជាអ្នកចម្រៀងពីចំនួនលោកស៊ិនធីសមុទ្រប៉ុន្តែសម្លេងលោកព្រោះមកបែបផ្សេងពីលោកស៊ិនធីសមុទ្រ ហ្នឹងហើយម្យ៉ាងទៀតសម្លេងខ្ពស់បើចុះអត់ដល់ស៊ិនស៊ីសមុទ្រទេស៊ិនស៊ីសមុទ្រគាត់បានទាំងសងខាងពេលដែលសម្លេងគាត់ឡើងពេលគាត់ចុះឡើងធូអត់មានអាណាចុះដល់គាត់ទេហើយកៅសារ៉ាត់បើថាតឹងជាងស៊ិនស៊ីសមុទ្រទៀតប៉ុន្តែបើចុះអត់ដល់ស៊ិនស៊ីសមុទ្រទេបាទចំណុចនេះប្រជាជនខ្មែរយើងគាត់ទទួលស្គាល់គាត់ស្រាប់គាត់ដឹងបាទសូមតែខ្ញុំក៏ហើយអញ្ចឹងមិញហ្នឹងលោកតាបានឆ្លើយហើយតាក់ទងជាមួយនឹងការដាក់ងារអធិរាជមហាទំនួញបាទមហាទំនួញវត្ថុរបស់គាត់គឺភាគច្រើនជ្រៀងរៀបរាប់អំពីជីវិតមានដូចជាបទសូរិយាកងព្រៃមានបទខើដាងដួងចិត្តមានបទឃ្លាតឆ្ងាយស្ដាយស្នេហ៍ហ្នឹងឬក៏បទដែលរៀបរាប់អំពីជីវិតលោកផ្នែកកម្មឆ្លងដែនយ៉ាដូចបទសូរិយាបទជាប់តោពោះស្នេហ៍យ៉ាអញ្ចឹងចូលដល់សំណួរទី2លោកតាមិននឹងលោកតាបានឆ្លើយសំណួរទី1ហើយឥឡូវចៅសូមគ្រប់សួរទៅមួយសំណួរទៀតលោកតាសារ៉ាត់ហ្នឹងគាត់ចូលចិត្តច្រៀងចម្រៀងប្រភេទអីដែរលោកតាគាត់ថាត្រូវសម្លេងគាត់ហ្មងដែលច្រៀងទៅពីរោះគាត់ថាមែនតើត្រូវសម្លេងគាត់ហ្នឹងត្រូវសម្លេងគាត់ហ្នឹងអូខេត្រូវសម្លេងគាត់ហ្នឹងបត់រដើនគាត់តកែដូចជាទៅពេកគ្រូសូត្រសើងមើងភ្នំនាងក៏សើងមើងស្រឡាញ់ឡើងព្រឹងថ្លៃតាមពិតទៅបើតាមខ្ញុំដឹងដែលខ្ញុំថតឲ្យគាត់ខ្ញុំនិយាយគាត់ហ្នឹងបត់ស្រែកក៏គាត់ចូលចិត្តហើយបត់តំអូនក៏គាត់តកែហើយនឹងបត់រដើនក៏គាត់ប៉ិនធ្វើដូចដែរបាទបើថាបទតំពេចគ្រូសូត្រនេះគឺគាត់តាហាមគាត់វែងណាស់ហើយរដើនគឺល្អបាទល្អទៅរដើនហើយឪពុកម្ដាយគាត់តាមខ្ញុំដឹងឪពុកម្ដាយគាត់ជាអ្នកច្រៀងអាយ៉ៃមិនមែនល្ខោនបាសាក់ទេណាលោកពូល្ខោនបាសាក់ផងច្រៀងអាយ៉ៃអីផងអញ្ចឹងហើយកៅសារ៉ាត់ហ្នឹងខ្ញុំបើតាមដែលគាត់ប្រាប់ខ្ញុំគឺគាត់ធ្លាប់ស្មូតធ្លាប់អីប្រកែស្មូតនិយាយពីប្រកែណាបើថាសម្លេងគាត់ខ្ពស់ហើយវែងអញ្ចឹងបើសិនជាស្មូតទៀតគឺថាអូជាចំណេញរបស់លោកតែម្ដងបើស្មូតទៀតពីព្រោះត្រូវការដង្ហើមវែងនឹងហើយពេលដែលខ្ញុំច្រៀងខ្ញុំសង្កេតមើលតែគាត់ច្រៀងដង្ហើមគាត់ហ្នឹងគាត់ថាគាត់ងើយមកអញ្ចឹងហើយហ្នឹងរៀងគាត់មិនខ្ពស់ទេគាត់ទាបទេតែពេលដែលគាត់ដាក់មីក្រូហ្វូនមកគាត់ងើយមកអញ្ចឹងទៅពេលគាត់ស្រែកមកដូចសលេងនឹងចេញពីណាមកទេចេញមកដូចគាត់មានចេះដាច់ខ្ញុំសើគាត់ត្រង់ហ្នឹងបាទលោកតាបាទអញ្ចឹងលោកចូលចិត្តបែបរត់ដើនបែបស្រែកបែបទំអូនទំនួញគឺជាសម្លេងដែលលោកកៅសារ៉ាត់ចូលចិត្តនឹងប្រភេទសម្លេងរបស់លោកចូលចិត្តច្រៀងហើយលោកកៅសារ៉ាត់ក៏ជាអតីតអ្នកច្រៀងល្ខោនមួយរូបដែរកាលពីនៅជំរំមែនទេលោកតានៅជំរំគាត់សម្ដែងលេងជាមួយសាមសបិនឈ្មោះបងសាមសបិនហៅប៉ាំងតោធ្លាប់លេងរួមគ្នាតាមខ្ញុំដឹងណាបាទហែងផាមនឹងរណាអូយផាមនឹងអាចារ្យអញ្ចឹងលោកកៅសារ៉ាត់គាត់មានសម្លេងល្អហើយគាត់ជាអ្នកចម្រៀងមួយដែលចូលចិត្តច្រៀងបែបទំនួញបែបស្រែកបែបរបស់ហ្នឹងប៉ុន្តែខ្ញុំចង់សួរថាតើបច្ចេកទេសនៃការហ្វឹកហាត់ឬក៏តាណាជាអ្នកប្រាប់លោកកៅសារ៉ាត់ពីរបៀបនៃការច្រៀងមិនឬក៏មានគ្រូប្រវឹកអីបន្ថែមមកឬក៏លោកមានដងពីធម្មជាតិមកខ្លួនឯងស្រាប់មកតាតាមដែលខ្ញុំដឹងគឺមិនបាច់មានអ្នកណាពាត់ទេគាត់ដឹងខ្លួនឯងអត់មានអ្នកណាប្រកបគាត់ប្រមាណទេប៉ុន្តែគ្រាន់តែថាតិចតួចណាស់ដែលគេប្រាប់ថាអូបើអញ្ចឹងអានេះតម្លាក់បន្តិចមកចេះមកវាសមជាងអីមានប៉ុន្តែគាត់គឺដងអញ្ចឹងបងវត្តស្អីក៏ដោយឲ្យតែគាត់ស្រែកបង្ហើបមកហ្នឹងគាត់ទៅបង្ហោះសំលេងទៅខ្លួនឯងអញ្ចឹងហ្មងគាត់ប្រកែកអញ្ចឹងទៅដងខ្លួនឯងទៅព្រៃអញ្ចឹងហ្មងសូម្បីតែបត់អាកាំងក៏ដោយគាត់មិនចេះអង់គ្លេសទេប៉ុន្តែគាត់ស្រែកតាមអា Michael Jackson ហ្នឹងគាត់លើកដាក់មកគឺត្រូវរបស់គាត់ចឹងព្រៃហ្មងហើយកាយវិការអីហ្នឹងគាត់ធ្វើ
កាយវិការអីហ្នឹងដូចធ្វើដូចមិនត្រឹមតែច្រៀងណាកាយវិការក៏ត្រូវធ្វើគឺខ្ញុំឃើញនៅក្នុងតារាងបាល់អីហ្នឹងស្រែកតាមអាម៉ៃកូចាប់សិនហ្នឹងធ្វើដៃសង្កេតកងអីដូចមកដូចធម្មតាវាមានដងណាបាទលោកតាព្រោះថាចំនួនហ្នឹង80ដល់90ហ្នឹងគឺជាចំនួនមួយដែលល្បីខ្លាំងផុតហើយ Michael Jackson នៅសម័យបាទអញ្ចឹងបានលោកពូបានលោកតារៀបរាប់អំពីការត្រាប់សម្ដែងរបស់លោកកែវសារ៉ាត់បាទអញ្ចឹងខ្ញុំបានដឹងចម្លើយហើយអញ្ចឹងចូលដល់គុណវិបត្តិឯការច្រៀងរបស់លោកកែវសារ៉ាត់វិញគុណវិបត្តិធម្មតាសម្ដែងរបស់លោកកែវសារ៉ាត់គឺយើងនៅមានចំណុចមួយដែលអាចថាចាប់បានតែចាប់ចំណុចខ្វះខាតបានហ្នឹងមិនអត់ទេអញ្ចឹងតែប្រភេទបទមិនដែលលោកបបាក់ច្រៀងព្រោះថាខ្ញុំធ្លាប់លើបទសម្ភាសលោកឆានឈួរថាកែវសារ៉ាត់គាត់មិនចូលចិត្តទេបទណាដែលធូដែលមានណោតសម្ដែងប្រើដើមកច្រើននិយាយសួរស្រាប់អាហ្នឹងដែលខ្ញុំបាននិយាយថាពេលដែលគាត់ចោះគាត់ពិបាកហ្នឹងហើយបានត្រូវចំណុចគ្នានឹងដែរត្រូវចំណុចនឹងឆានឈួរនឹងដែលឆានឈួរហ្នឹងគឺចិត្តសិតជាមួយខ្ញុំមែនទេតែដល់ទៅពេលអានេះទៅក៏មិនបានខឹងសប្បាយគ្នាក៏មិនដែរអន់ចិត្តនឹងអញ្ចឹងទៅក៏ទាញទៅគាត់ឈប់ដែលបានជួបគ្នាទៅហើយមែនត្រូវគាត់និយាយត្រូវបាទចំណុចខ្សោយមួយទៀតរបស់កែវសារ៉ាត់គឺប៉ារ៉ូលហើយកែវសារ៉ាត់កម្រឡើងឆាមិនដែរទេបាទកម្រឡើងឆាច្រៀងប៉ុន្តែបើបត់ណាដូចអធម្មជាតិអើយអញ្ចឹងការកូនគេមួយនៅក្នុងភូមិផ្អើលមកភូមិផ្អើលមកបរិវេណនឹងមកឬសូតកែវសារ៉ាត់ច្រៀងនឹងហើយដល់នេះខ្ញុំអត់បានដឹងច្បាស់ហើយក៏មិនដែរគាត់បានបូលប្រាប់ខ្ញុំថាមិនងាយទេចុះខ្ញុំឮទៀតថាលោកកែវសារ៉ាត់ត្រូវបានម្ចាស់ប្រតិកម្មរោរឿងនេះការដែលលោកឡើងច្រៀងលោកតាមានដឹងរឿងហ្នឹងទេការដែលលោកឡើងច្រៀងនៅរដ្ឋមួយអត់ទេខ្ញុំដូចអត់ទេបើរោរឿងចេះរោរឿងនៅពេលដែលគេឲ្យថតកាសែតហើយគេឲ្យយកមកស្ដាប់មើលដើម្បីទៅវិញកែគេថតជាកាសែតដូចថាស្ដាប់សាកមើលសិនណាហើយដល់ពេលយកមកខ្ញុំជាអ្នកចំណិតអញ្ចឹងក៏ជួបចាក់ឲ្យខ្ញុំស្ដាប់ហើយដល់ពេលកាលហ្នឹងដូចចាក់ស្ដាប់តែគ្នាឯងហ្នឹងទៅក៏សឹបតែឃើញណែម្ដុំក្រុមភ្លេងទេប្រណំនឹងឯងគេមកយកកាសែតហ្នឹងទៅហែកចោលវិញទៅក៏គេខឹងនឹងកែវសារ៉ាត់ក៏មិនដឹងស្អីមិនដឹងក៏កែវសារ៉ាត់ឈប់ច្រៀងឲ្យហ្នឹងទៅចេញបានមកកាសែតហ្នឹងឯងខ្សែទី2ទេខ្ញុំអត់ចាំដែរទេប្រណំកាលនៅទេប្រណំលោកពូបានតែងចម្រៀងខែដាំងនោះចិត្តឬក៏បទនឹងបទឃ្លាតឆ្ងាយស្ដាយស្នេហ៍ដែរណោះលោកពូណោះទេប្រណំខ្ញុំដល់ពេលកែវសារ៉ាត់ហ្នឹងមិនសូវជាចូលចិត្តតន្ត្រីទេប្រណំនឹងហើយមកដែលចេញទៅហើយនឹងមកក៏មកមានអត់មានអ្នកណាចំណិតមានតែខ្ញុំចំណិតជាមួយកែវសារ៉ាត់ហ្នឹងក៏និយាយគ្នាទៅខ្ញុំក៏នឹកឃើញខ្ញុំទទួលស្គាល់សំឡេងសារ៉ាត់ហ្នឹងដែរក៏ខ្ញុំចេះតែខំចំណាយលុយទិញប្រដាប់ប្រដាមកទៅនិយាយជាមួយសម្បុកហ្នឹងគេអ្នកភ្លេងនៅចំនួនជំរុំខៅឯដាងដែរហ្នឹងទៅក៏ស្រុកស្រួលគ្នាទៅក៏នាំគ្នាធ្វើទៅក៏បានតកឡងគ្នាថាអត់មានច្រៀងទៅណាទៀតទេគឺយើងធ្វើតែកសែតហ្នឹងហើយដល់ពេលក្រោយមកទៅកសែតសារ៉ាត់ហ្នឹងកសែតហ្នឹងរៀងដូចថាវាចេញរៀង slow ហើយកសែតចេញខៅដាំក្នុងចិត្តមកវារៀងល្បីទប់ទល់ពេញហ្នឹងទៅគេនៅក្នុងមួយជួរឡងប៊ិចហ្នឹងគេសបោអ្នកភ្លេងនេះអីច្រើនអញ្ចឹងទៅឆានឈួរគេមូទៅខាងទីផ្លាស់ទីមនៅទៅខាងហ្នឹងទៅក៏កែវសារ៉ាត់នេះទៅគេថាអូដូចមានមានគេអ្នកធ្វើកសែតច្រើនមួយបាត់100អញនៅអត់ធ្វើនេះក៏រត់ចេញពីខ្ញុំហ្នឹងទៅខ្ញុំក៏ចោលរបរហ្នឹងទៅបានគេទៅខាងហ្នឹងទៅអញ្ចឹងណាបាទចាំមានថាទៅគេដល់ច្រៀងយកមកបាត់100ហ្នឹងទៅចាំមានថាលពូធ្វើក្រោយក្លាហានទេឬក៏មិនពីលពូខ្ញុំអត់ស្ដាប់ឯណាក្រោយទេប្រណំប៉ុន្តែទេប្រណំចេញបានមកកសែតដល់ពេលនេះខ្ញុំធ្វើអញ្ចឹងលពូធ្វើកសែតដាក់កសែតសិចមាសទី1ខ្ញុំធ្លាប់ឃើញសបកសែតហ្នឹងកសែតសិចមាសទី1មកឡាពីនៅក្នុងហ្នឹងដែរលពូឬអត់ទេកសែតសិចអត់ទេខ្ញុំមិនដែលជួបមកឡាពីទេខ្ញុំមិនដែលជួបមុខគាត់ទេប៉ុន្តែខ្ញុំដឹងថាខ្ញុំឮសូកែវសារ៉ាត់ថាមកឡាពីខ្ញុំគាត់តែងហើយក្រោយមកទៀតមកខ្ញុំបានជួបមេងម៉ៅហ្នឹងថាមកឡាពីគាត់ខឹងពីរឿងកែប៉ារ៉ូលគាត់តែមួយម៉ាត់នៅហ្នឹងទៅព្រោះគាត់អ្នកនិពន្ធជើងចាស់ហើយទៅកែរបស់គាត់ខឹងបងជាសេចក្ដីរៀងណាភាសាមួយទៀតដែលខ្ញុំឃើញស្នាដៃហើយឆានឈួរក៏គាត់នេះល្អគាត់តែងល្អបាត់ច្រើនប៉ុន្តែឆានឈួរគាត់តែងតែបត់ណែលំនាំគេដែរលំនាំចាស់ពីដើមបាទហើយតែគឹមសុផលខ្ញុំគាត់ដាក់ក្នុងខ្សែគឹមសុផលប៉ុន្តែឈ្មោះគាត់មែនទេនៅក្នុងกระดาษស្នាមអីដាក់ថាច់សាងហើយគាត់ចិត្តស្និទ្ធជាមួយខ្ញុំមែនទេហើយថ្ងៃនេះបត់ដែលគាត់ធ្វើថ្មីហ្នឹងរត់រួយបត់តែ
តែគាត់អត់ចេញខ្ញុំឆ្ងល់ដល់ហើយខ្ញុំបាត់តំណែងមួយគាត់ទៅគាត់អត់ចេញបត់គាត់ល្អមែនទេគាត់ទៅសេបត់គឺគាត់ចេះពិតប្រកបហ្មងចេះពីរឿងក្បួនតែងអាសារវ៉ាន់ហ្នឹងរបៀបម៉េចគាត់ចេះធ្វើអាបាត់ភ្លេងថ្មីហ្នឹងម៉េចអីម៉េចគឺគាត់ប្រកែកមែនទេ បាទលោកតាបាទអញ្ចឹងលោកតាគឹមសុផលគាត់ជាអ្នកកម្ពុជាក្រោនលោកតា សាងជាពួកម៉ាក់របស់ពួកម៉ាក់ចិត្តស្និទ្ធរបស់ឆាន់ឈួរហៅគ្នាអាទៅវិញទៅមក បាទគាត់ជាអ្នកកម្ពុជាក្រោនមែនទេលោកតា បាទជាអ្នកកម្ពុជាក្រោម ខ្ញុំឆ្ងល់ដែរមូលហេតុអីបើគាត់លែងចេញបត់នេះដោយសារតែស្នាដៃរបស់លោកល្អមែនទេដូចបត់សូរិយាគងព្រៃ អូស្នាដៃថៃគាត់ល្អមែនទេខ្ញុំមើលបត់ណាបើបត់អីដែលឡុងស្ដាជ្រៀងមួយពើហូនបើស្រាវកុំស្រែកស្រែកតោងដៃអូនមកបងបត់គាត់ប្រកបនៃដូចពីដើមអញ្ចឹង បាទលោកតា បត់គាត់ហើយមើលបាទបឹងមាននិស័យច្រើនណាបត់គាត់ច្រើនណាបត់និយាយរឿងបត់ពើហូនភាកច្រើនជាមួយឡុងស្ដាស្រង់ស្លាយគាត់តែង គឹមសុផលអ្នកតែងឲ្យពីអ្នកក្នុងជ្រៀងអញ្ចឹងបានថាស្នាដៃរបស់លោកគឺល្អមែនទែនតាក់ទងជាមួយនឹងបត់សូរិយាគងព្រៃឬក៏បត់អូនក្បត់បងហើយដែលចំណងជើងដើមក្នុងកសែតក៏ដាក់អូនក្បត់បងហើយហើយដែលប្រជាជនខ្មែរយើងបានស្គាល់ទាំងក្មេងជំនាន់ក្រោយគេថាសូរិយាគងព្រៃសូរិយាគងព្រៃរយមរងំរំដំចិនដានោះ ហ្នឹងហើយចា បាទជាចង្វាក់សារវ៉ាន់ប៉ុន្តែអត្តន័យកំសត់ អាមេរិកដីថ្មីស្រីក្បត់ស្នេហា តែខ្ញុំចូលចិត្តបត់នឹងដែរគាត់ បាទខ្ញុំចូលចិត្តណាស់លោកតាបត់នេះគឺជាបត់មួយដែលខ្ញុំចូលចិត្តយកមកច្រៀងកាលដែលខ្ញុំនៅពីក្មេង ខ្ញុំធ្លាប់ឡើងច្រៀងដែរខ្ញុំធ្លាប់ឡើងច្រៀងតាមបងអកគេអកកដងហ្នឹងខ្ញុំធ្លាប់ច្រៀងតាំងពីតូចមក ហ្នឹងហើយ ខ្ញុំចូលចិត្តយកបត់ហ្នឹងច្រៀងមែនទែនតាមរោងការណាក៏ឮតែបត់ហ្នឹងដែរឲ្យតែខ្ញុំឡើងច្រៀង អូខេហ្នឹងហើយ បាទ ថ្មីស្រីអើយកុំមកបំភ្លេចនៃចាស់ ហើយទៅខ្ញុំបាត់ដូចតែបងផ្ទះថ្ងៃសុកអីទៅខ្ញុំប្រាប់គាត់ថាកែកន្លែងហ្នឹងទៅដូចតែនាំស្រីស្រស់ក្មេងអ្នកខ្លះដូចអីយន្តភាពអីគេថាពួនថើបស្នេហាទេតាមពិតមិនមែនទេពួនថ្នាលស្នេហាទេមិនមែនពួនថើបទេមិន បាទលោកតា ឬក៏និយាយអីរឿងអីផ្សេងទៀតនេះយកទៅច្រៀងហ្នឹង កាលដែលខ្ញុំច្រៀងក៏ខ្ញុំច្រៀងពួនថ្នាលស្នេហាដែរ ខ្ញុំអត់ច្រៀងពួនថើបទេ ចា ខ្ញុំច្រៀងពួនថ្នាល ពួនថ្នាលហ្នឹងហើយនេះហើយ ស្រីប្រមេពួនថ្នាលស្នេហា សំណួរបន្តទៀតខ្ញុំចង់សួរថាតើលោកកៅសរ៉ាត់គាត់មានអត្តចរិតបែបណាដែរហើយគាត់មានភាពអៀនព្រានដោយតែការដែលគេបានលើកឡើងមែនអត់លោកតា អត្តចរិតរបស់កៅសរ៉ាត់គាត់ដូចរក្សាតម្លៃរបស់គាត់អត់ចង់ច្រៀងរេមេយឲ្យតែនេះគេហៅច្រៀងទេគាត់ដូចខ្ញុំមិនថាគាត់អៀនទេប៉ុន្តែខ្ញុំគាត់ថាគាត់លាក់កំនួចរបស់គាត់បើសិនណាអ្នកខ្លះគេយល់ថាគាត់ជាអៀនព្រានប៉ុន្តែខ្ញុំចិត្តស្និទ្ធជាមួយគាត់មែនទែនរាល់ថ្ងៃខ្ញុំធ្លាប់ជូនគាត់ទៅទិញឡានខ្ញុំធ្លាប់ឲ្យលុយគាត់ខ្ចីខ្ញុំធ្លាប់ឲ្យលុយគាត់ចាយខ្ញុំធ្លាប់ឲ្យកន្លែងគាត់រស់ជ្រកកោននៅហើយខ្ញុំជួយគាត់ទៅនេះទៅនោះស្អីហ្នឹងទៅពេទ្យទៅអីហ្នឹងចរិតរបស់គាត់គឺគាត់ព្រួយបារម្ភខ្លាចតែគេបំបាក់គាត់បាក់មុខគាត់ដូចថាភ្លេងកាច់គាត់ឲ្យធ្លាក់ទឹកអីអញ្ចឹងណាគាត់ចូលចិត្តគាត់ចង់គាត់មានចរិតអញ្ចឹង បាទលោកតាបាទពីព្រោះមិញហ្នឹងលោកតាបានលើកឡើងដែរថាលោកកៅសរ៉ាត់ធ្លាប់ឡើងច្រៀងបទធម្មជាតិអើយហើយត្រូវបានអ្នកភ្លេងឥឡូវខ្ញុំមិនរំលឹកឈ្មោះទេដោយសារខ្ញុំបានដឹងពីលោកតានេះខ្ញុំយកទៅផុសបានដោយសារខ្ញុំមិនរំលឹកឈ្មោះទេមានអ្នកភ្លេងគាត់កាច់លោកកៅសរ៉ាត់បាត់រំភ្លីបាត់អីហ្នឹងទៅ ហ្នឹងហើយ អញ្ចឹងហើយបានជាយើងកម្រឃើញលោកកៅសរ៉ាត់គាត់ឡើងច្រៀងលើឆាក តន្ត្រីផ្ទាល់មែនទែនប៉ុន្តែតាមដែលខ្ញុំបានធ្លាប់ឃើញវីដេអូលោកកៅសរ៉ាត់ធ្លាប់ឡើងច្រៀងបទចំនួន3បទគឺបទភ្នំពេញអនុសា1បទកញ្ញាដកម៉ៃ2និងបទអញ្ជើញឡើងរកកំសាន្តតែលោកតាមានដឹងពីវីដេអូហ្នឹងដែរលោកតា ខ្ញុំអត់បានដឹងទេពេលហ្នឹងដែលចេញហ្នឹងមកប្រហែលជាខ្ញុំសង្ស័យជាច្រៀងនៅស្រុកខ្មែរឬក៏ច្រៀងនៅអាមេរិកនេះខ្ញុំអត់ដឹងទេប៉ុន្តែឬក៏នៅ Long Beach នោះទេហ្នឹងខ្ញុំអត់ដឹងទេខ្ញុំធ្លាប់ឃើញដែរទៅឃើញច្រៀងនឹងម្ដងដែរប៉ុន្តែនៅស្រុកតនេះបើច្រៀងអកកេះនៅកន្លែងម្ដុំភូមិដែលរស់នៅហ្នឹងច្រៀងម្ដងហើយនឹងម្ដងទៀតហើយមកលូប្រាប់ខ្ញុំថាឈប់ហើយចប់ច្រៀងហើយពួកហ្នឹងអត់ស្រួលទេតែរឿងដែលមិនសូវឡើងច្រៀងហ្នឹងគឺដោយសារខ្លាចគេកាច់អញ្ចឹង បាទតាចាំបានយើងកម្រឃើញលោកកៅសរ៉ាត់គាត់ឡើងច្រៀងខ្ញុំភាកប្រើដែរឃើញគាត់ឡើងអានោះទៅខ្ញុំឃើញខ្ញុំភាកប្រើដែរប៉ុន្តែគាត់ព្រួយបំផុតគាត់បាក់ស្បាតនឹងតន្ត្រីទេបំណំដែលលបងនោះគាត់បាទពិបាកដែរក្នុងនាមយើងជាខ្មែរយើងគួរណាស់តែរួបរวมសាមគ្គីគ្នាមែនទេលោកតា
យើងមិនគួរណាកាច់បាក់គ្នាទៅវិញទៅមកទេ គួរតែឲ្យបងអូនកៅសារ៉ាត់ណែនៅបារាំងហ្នឹងខ្ញុំមានពួកម៉ាក់ម្នាក់ពួកម៉ាក់ហ្នឹងស្គាល់កៅសារ៉ាត់ទៀតមកនៅជុំគ្នានឹងសក់តនហ្នឹងសពតែគេប្រាប់ខ្ញុំថាកៅសារ៉ាត់ហ្នឹងហៅអតឹកគាត់ហៅគាត់បងហើយកៅសារ៉ាត់ហ្នឹងការរៀងចាំធូរហើយហ្នឹងមកនៅផ្ទះគាត់ហ្នឹងហើយកៅសារ៉ាត់ហ្នឹងមានប្អូនប្រុសមួយប្អូនស្រីមួយទៅនៅបារាំងឈ្មោះនាងឈ្មោះកទីនៅមួយឈ្មោះមួយទៀតឈ្មោះអីទេថាគាត់ថាច្រៀងចង់ប្រុសជាងកៅសារ៉ាត់ទៅទៀតប៉ុន្តែវានេះនៅស្រុកបារាំងអញ្ចឹងបានប្រទេសយើងចេះតែបាត់បង់បើយើងនិយាយអំពីប្រវត្តិសាស្ត្រយើងបាត់បង់ដោយភាសាយើងទាំងអស់គ្នាអត់មានការរួបរวมសាមគ្គីគ្នាជាធ្នងមួយយើងជួយចិត្តកាច់កងគ្នាទៅវិញទៅមកអញ្ចឹងខ្ញុំស្ដាប់មើលទៅប្រវត្តិលោកកៅសារ៉ាត់នេះគឺមានភាពជូរចត់តាំងពីឆ្លងដែនរហូតដល់ធ្វើអ្នកចម្រៀងហើយក៏នៅតែមានអ្នកតាមធ្វើបាបស្ដាប់ទៅហ្នឹងបាទគាត់តស៊ូណាស់បើតាមជីវិតលោកនេះនៅក្រៅការសម្ភាសចាំថ្ងៃណាមួយខ្ញុំនិយាយឲ្យអស់ថាប្រាប់ស្តៀងណាឲ្យដូចស្តៀងណាលោកកៅស្រ័តមែនលោកគ្រូលោកតាដូចថាអ្នកដែលក្រោយមកបើរស់សលេងឲ្យបានអញ្ចឹងកម្រនឹងបានណាទាំងហើមសលេងហើយនឹងដូចតិចថាអឿនរបស់លោកមិនបែកមិនស្រាំមិនដូចថាចេញមកស្រួចយកហ្មងលោកកៅស្រ័តគាត់អឿនស្អាតណាសំឡេងរបស់លោកបើជាគាត់ល្ខោនគឺថាដាច់គេហ្មងបើជាគាត់ល្ខោនសំឡេងលោកស្រែកបានខ្ពស់គាត់ណែពីនៅខាងវេដាងគាត់គេគាត់ទៅធ្វើអាតួគាត់ធ្វើមហប់ឯងគាត់ជៀងពីក្រោយមកឲ្យបាទសពដឹងទៀបរូបរាងអត់បានកម្ពស់គាត់អាច1ម៉ែត្រខ្ទង់5ជាងលោកតាឬក៏60អីដែរកម្ពស់ខ្ញុំនឹងឯងខ្ញុំ1ម៉ែត្រជាងដែរហ្នឹងប៉ុន្តែគាត់ដូចមិនរូបរាងមិនបានទេមិនបានទេព្រោះថាពេលដែលខ្ញុំមិនដឹងពីម៉ែត្រប្រហែលប៉ុន្តែខ្ញុំភ្លេចដែរហើយប៉ុន្តែខ្ញុំធ្លាប់រៀនក្នុងនោះដែរប៉ុន្តែមកនេះខ្ញុំមកចន់ដីនេះមកទៅក៏ប្រើតាមຂະຫນាតអាទាំងទៅគាត់ប្រហែលជាខ្ទង់5 feet 5 feet ហ្នឹងប៉ុន្តែ convert ត្រឡប់ទៅជាម៉ែត្រតែមិនដឹងប្រហែលខ្ញុំមិនបានចេះមើលបាទអត់អីទេលោកតាពោះគាត់ព្រោះថាពេលដែលយើងឃើញនៅក្នុងរូបកាសែតពីច្រើនគាត់ថតពាក់កណ្ដាលខ្លួនបាទពាក់កណ្ដាលខ្លួនបាទអញ្ចឹងបាទខ្ញុំស្ដាប់ប្រវត្តិការស្រាត់គឺថាជក់ចិត្តមែនតើប្រវត្តិស្ដាប់អ្នកស្និទ្ធមិនអានេះជាលើកទី1ដែលខ្ញុំបានស្ដាប់ផ្ទាល់តាមប្រព័ន្ធ digital ឬ online នេះបាទហើយអញ្ចឹងខ្ញុំបន្តទៅមកសំណួរទៀតមកសំណួរចុងក្រោយហើយនឹងខ្ញុំចង់ឲ្យលោកតារៀបរាប់បន្តទៀតតាក់ទងមួយការមរណភាពរបស់លោកកៅសារ៉ាត់ហើយយ៉ាងម៉េចចាំខ្ញុំសួរបន្តទៀតលើខ្ញុំសួរមួយសំណួរទៀតជាសំណួរចុងក្រោយដោយសារតែពេលវេលារៀងខើចទៅហើយណាមួយខ្ញុំសួរនេះអូខេបាទខ្ញុំរៀបសំណួរមកច្រើនមែនទែនដើម្បីសាកសួរលោកតាបាទហើយក៏សូមអភ័យទោសលោកតាផងដែរដែលរំខានពេលវេលាបើសិនជារំខានណាអត់អីទេក្មួយអត់អីអញ្ចឹងតើវិធីសាស្ត្រនៃការតែងនិពន្ធរបស់លោកកៅសារ៉ាត់នោះគាត់មានវិធីសាស្ត្របែបណាហើយគាត់មានសារដៃអ្វីខ្លះដែរលោកតាក្នុងវិស័យសិល្បៈនេះលោកតាអាចដឹងបានជួយរៀបរាប់ត្រួសមកបាទបើតាមខ្ញុំដឹងគាត់មានខ្លះប៉ុន្តែតិចតួចដែលស្នាដៃដែលគាត់សរសេរហ្នឹងគឺខ្ញុំដឹងថាមានតិចតួចហើយខ្ញុំមិនដឹងថាមួយណាប៉ុន្តែខ្ញុំឮដែលគាត់ប្រាប់ខ្ញុំមកហ្នឹងខ្ញុំមិនបានចាំយកចិត្តទុកដាក់ទេប៉ុន្តែភាគច្រើនគឺបទរបស់គេទាំងអស់អត់មានគាត់អត់បានតែងអីទេតែងប្រមាណនេះបាទលោកតាពីព្រោះថាលោកកៅសារ៉ាត់ភាគច្រើនបទផុនគាត់គឺច្រើនតែយកលំនាំដើមនិងច្រៀងឡើងវិញទាំងអស់ហ្នឹងហើយម្យ៉ាងទៀតគាត់អាចធ្វើគាត់អាចមានបទខ្លះរបស់គាត់ដែលគាត់អត់បានតែងទេប៉ុន្តែគាត់តែងជាបទណាតែងជាបទហើយពាក្យដែងសម្ដីទាំងអស់ហ្នឹងប្រូលហ្នឹងគាត់ធ្វើឲ្យគេទៅគាត់គេតែងតម្រូវឲ្យអញ្ចឹងណាយ៉ាប៉ុន្តែគាត់ចេះធ្វើបទថ្មីប៉ុន្តែគាត់អត់ចេះតែងទេបាទតាដូចជាបទតែងពាក្យចង់និយាយតែងពាក្យអត់ចេះទេចង់ជួនកំណាព្យបាទចង់ជួនកំណាព្យពាក្យពេចអីមិនឃើញគាត់ច្រៀងខុសទេឃើញទេគាត់អត់ដឹងពាក្យបាទដូចតែកណ្ដាលរាត្រីហ្នឹងតារាប្រងព្រាយរាយលើមេឃាដេះដាគុណនាគាត់ថាដេះដាគុណធាខ្ញុំប្រកែកមួយគាត់ថាអត់ទេអញ្ចឹងឯងខ្ញុំថាខុសហើយខ្ញុំប្រកែកមួយគាត់បទហ្នឹងអញ្ចឹងដល់ពេលថតបទកណ្ដាលរាត្រីហ្នឹងគាត់អត់ច្រៀងឡើងវិញណាលោកតាចេញបាត់ហើយហ្នឹងបាទខ្ញុំប្រាប់គាត់ថាសារ៉ាត់ឯងច្រៀងខុសខ្ញុំមិនថាសារ៉ាត់ទេខ្ញុំថាទឹកឯងច្រៀងខុសអូបាទហើយទៅវាអត់ត្រូវទេគុណនានឹងគុណធាក្លិនណាព្រោះមានណែលផ្កាយណាមានក្លិនទេហើយគេនៅតែអត់ជឿបាទពីព្រោះថាគុណធានេះជាពាក្យបល័យមកពីកន្ធៈនោះឯងក្លិនបាទដល់គុណនានឹងប្រែថាវាគេថាបាទវាច្រើនស្មើនឹងពាក្យនៃបើជួគេប្រាប់រួចតែរៀបរាប់មិនបានគេមិនសមុទ្រគាត់ឡើងអញ្ចឹងឃើញទេដេះដាស់គុណនារៀបរាប់មិនបានឃើញទេបាទដល់ពេលលោកកៅសារ៉ាត់យកមកច្រៀងដេះដាស់គុណធា
វាបបាហើយណាមួយ ពិបាកទទួលទៅបាទស្ដាប់អីប្រទេសតិច បាទ សលេងដល់ពេលខ្ញុំប្រាប់ថាសារ៉ាត់ខ្ញុំថាខ្ញុំថាទឹកសលេងខ្ញុំប្រុសដល់តែខុសពាក្យខ្ញុំអត់ចង់ស្ដាប់ នៅមានបទជាច្រើនទៀតដែលលោកកៅសារ៉ាត់គាត់ច្រៀងខុសប្រូលបាទច្រៀងកែប្រូលសំស៊ីសមុទ្រដូចជាបទខ្លះដូចជាបទមានបទច្រើននិយាយទៅរាប់មិនអស់ដែលលោកកែប្រូលឡើងវិញប៉ុន្តែបើយើងនិយាយអំពីទឹកដមគឺប្រុសប៉ុន្តែបើន័យខ្លះគឺបានកែ អាបាត់នេះមួយទៀតក៏ប្រុសដែររំដួលកចេះអូព្រឹកក្បាល បាទសំសើមបទដើម ហ្នឹងហើយគាត់ស្រែកមកព្រឹកក្បាលរំដួលកចេះហើយអាឆ្នាំមុនក៏ព្រឹកក្បាលដែរ បាទលោកតាក្នុងបទមួយទៀតគឺបទទឹកភ្នែកអាដាមឬក៏យើងស្គាល់ថាដាច់ចិត្តអ្វីម្លេះណោះដែលជាសំនៀងដើមរបស់លោកលោកសិនស៊ីសមុទ្រច្រៀងលក្ខណៈធម្មតាទេប៉ុន្តែពេលលោកកៅសារ៉ាត់ក៏យកទៅច្រៀងបែបទំនួញត្អូញត្អែគឺថាប្រុស មកកាត់បកែ បាទ កាត់បកែបន្ថែមដូចថាយើងនិយាយចំថាគាត់ធ្វើ style របស់គាត់ បាទគាត់មាន style ផងគាត់គឺប្រុសបែបគាត់ គាត់មានអាដែង style របស់គាត់បែបរបស់គាត់ បាទអញ្ចឹងបានខ្មែរយើងចំណាំថាចំនួនទី50 60ដល់70មានលោកសិនស៊ីសមុទ្រជាអធិរាជសម្លេងមាសមកដល់ចំនួនទី80ដល់90មានលោកកៅសារ៉ាត់នេះជាអ្វីដែលខ្មែរយើងបានចំណាំទុក មកដល់ព្រំដែនធម្មតា បើសិនណាជាអានេះតែតាមដែលខ្ញុំឮសារ៉ាត់ច្រៀងខ្ញុំដើរចិត្តស្និទ្ធបើសិនណាជាស្រុកមិនធ្លាក់ចូលកុម្មុយនីសខ្មែរក្រហមសារ៉ាត់ក៏ខ្លាយទៅជាអ្នកចម្រៀងមួយដែរព្រោះគេចាប់ផ្ដើមហើយសារ៉ាត់ចាប់ផ្ដើមហីតាចាប់ផ្ដើមប្រឡងនៅបាត់ដំបងនឹងម្ដងបការួចហើយបាទប៉ុន្តែបាទដល់នេះចៃដន្យអីវាធ្លាក់ទៅណាស្រុកវាធ្លាក់ទៅ ពីព្រោះថាកាលដែលលោកនៅស្រុកខ្មែរតាមដែលដឹងក៏លោកធ្លាប់បានចេះច្រៀងដែរចេះច្រៀងតាំងពីក្មេងមកម្លេះនេះខ្ញុំធ្លាប់ស្ដាប់បទសម្ភាសន៍ចេះច្រៀងហើយធ្លាប់ប្រឡងនៅតាមខេត្តនឹងដែរ បាទលោកកៅសារ៉ាត់ ប្រាប់ខ្ញុំម្ដងពីរដងដែរ ជាអ្នកបាត់ដំបងនៅវត្តកំផែងណាលោកតាគាត់ធ្លាប់រស់នៅវត្តដែរម្ដុំនឹងឯងប៉ុន្តែខ្ញុំមានពួកម៉ាក់ចិត្តស្និទ្ធមួយទៀតធ្វើការជាមួយខ្ញុំហ្នឹងប៉ុន្តែថ្ងៃគាត់នៅរដ្ឋដូចជានៅ Mississippi នឹងគាត់ស្គាល់ប្រវត្តិទាំងអស់ដែរម្នាក់ហ្នឹងបាទថ្ងៃណាមួយគាត់រហូតពីឆ្លាស់កែវមករហូតមកដល់ធ្លាប់ឲ្យផ្ទះនៅការប្រពន្ធការអីហ្នឹងរហូតមកដល់ស្រុកតនហ្នឹងនៅជុំគ្នានឹងទៀតដែរអញ្ចឹងពេលដែលការប្រពន្ធអ្នកស្រីច័ន្ទធូការនៅជំរុំណោះលោកតាការនៅជំរុំស្រះកែវជំរុំស្រះកែវ ដីថ្មីចិត្តថ្មីអ្វីក៏ថ្មី អញ្ចឹងលោកតារៀបរាប់មកហោហាយជាច្រើនបើពេលវេលាមើលទៅវា1ម៉ោងហើយ1ម៉ោង10នាទី បាទហើយចុះសំណួរទី3រួចហើយណាបាទលោកតាពីស្ទីសាសនៃការតែងនិពន្ធរបស់លោកពីច្រើនលោកយកតែបទលំនាំដើមនិងលោកមានបទខ្លះខ្លួនឯងប៉ុន្តែត្រូវការជំនួយពីអ្នកភ្លេងឬក៏អ្នកដែលគេចេះតែងនិពន្ធដែរហ្នឹងហើយគាត់អាចនិពន្ធថាអូខេគាត់ចង់ធ្វើបទនេះទៅគាត់ធ្វើឲ្យហើយអញ្ចឹងទៅគាត់ប្រាប់អ្នកភ្លេងទៅគេចាប់តាមហ្នឹងដល់ពេលរួចមកគាត់ប្រាប់ដូចឆានឈួរឬក៏អ្នកណាឬក៏ចេះទៅសេតែងហ្នឹងគេតែងឲ្យអញ្ចឹងណាបាទលោកតាបាទប៉ុន្តែដែលតាមខ្ញុំដឹងមួយទៀតលោកកៅសារ៉ាត់ក៏មានផលិតកម្មខ្លួនឯងដែរគឺផលិតកម្មចាប់មាសបាទចាប់មាសដែលគាត់ច្រៀងបទព្រំពេញអនុសាបទនេះគាត់ដូចជាច្រៀងបទថ្មីច្រើនដែរបទរបស់គាត់ដូចលក់សំនៀងហ្នឹងក៏មាននៅក្នុងហ្នឹងហើយកសែតហ្នឹងដែរដែលធ្វើដោយចាប់មាសហ្នឹងភាគច្រើនគាត់ទៅធ្វើពីស្រុកខ្មែរយកមកវិញបាទគាត់ធ្វើភ្លេងនៅស្រុកខ្មែរតមកគាត់ច្រៀងនៅអាមេរិកបាទគាត់ដូចតែគាត់ធ្វើពីស្រុកខ្មែរច្រៀងនៅស្រុកខ្មែរគាត់យកមកកូពីក៏មកច្រឡងលក់នៅអាមេរិកអានងសារីបឹងទន្លេសាបឥឡូវសំណួរចុងក្រោយជាមុននឹងយើងបញ្ចប់កម្មវិធីในការសួរសំណួរនេះខ្ញុំចង់ឲ្យលោកតារៀបរាប់អំពីមរណភាពរបស់លោកកៅសារ៉ាត់ហើយចាំសំណួរក្រោយទៀតចាំមានពេលខ្ញុំនឹងសួរលោកតាបន្ថែមទៀតបាទសូមតារៀបរាប់ហ្នឹងហើយអូខេបើតាមដែលខ្ញុំយល់ពីរឿងការស្លាប់របស់កៅសារ៉ាត់ហ្នឹងអានេះកាលពីរស់នៅជុំនៅក្នុងភូមិគ្នាដែលខ្ញុំស្គាល់ហ្នឹងណាគាត់មកដល់ប្រជាជនខ្មែរយើងមកអត់សូវមានលុយមានកាក់ទេចូលចិត្តនៅរស់នៅជុំគ្នាដូចជាជួលផ្ទះល្វែង2កតុបដេកកតុបទឹក1ចក្រានបាយ1ហើយទៅចែកកតុបគ្នាទៅដើម្បីរំលែកអាថ្លៃជួលផ្ទះហ្នឹងជា2ហើយគ្រួសារម្នាក់ហ្នឹងខ្ញុំស្គាល់នៅស្រុកបាត់ដំបងនៅឃុំស្នឹងហើយកៅសារ៉ាត់បាននៅជាមួយផ្ទះខ្ញុំអត់ស្គាល់ឈ្មោះគាត់ប៉ុន្តែគេហៅឈ្មោះអូអាកាចម៉ែអាកាចហើយម៉ែអាកាចហ្នឹងគាត់រស់នៅសុខថ្ងៃនៅកន្លែងភូមិដដែលហ្នឹងហើយអូអាកាចហ្នឹងគាត់
កាលណានៅជុំគ្នាបាយជុំគ្នាបន្ទប់ទឹកប្រើរួមគ្នាកាលចំនួនហ្នឹងហើយអវកាសហ្នឹងកាត់កើតរោគថ្លើម អូ ដូច្នេះរោគហ្នឹងឆ្លងមកកែវសារ៉ាត់ហើយអវកាសហ្នឹងស្លាប់មុនកែវសារ៉ាត់ហ្នឹងប្រហែលឆ្នាំហើយដល់ពេលកាលហ្នឹងអត់ទាន់មានថ្នាំព្យាបាលចាក់ដូចថ្ងៃនេះចាក់មិនឲ្យឆ្លងបានទេដូច្នេះកែវសារ៉ាត់កើតរោគថ្លើមនៅពេលដែលអត់ព្រមប្រកែកអត់ព្រមទៅពេទ្យទៅព្រមយកទៅពេទ្យទៅអីចឹងទៅកែវសារ៉ាត់អត់ព្រមទេប៉ុន្តែឆានឈួរហ្នឹងគេអ្នកបងអីធေါ်បងអូនធေါ်គេហ្នឹងក៏យកទៅប៉ុន្តែវាយឺតពេលបាត់ទៅហើយហើយពោះហ្នឹងវាឡើងក្មួយឲ្យដែលលឺថាកើតទាកទឹកទេអាទាកទឹកហ្នឹងអាថ្លើមហ្នឹងវាលលួយវាស្រក់ទឹកមកក្រោមដល់នេះអាពោះហ្នឹងវាចាប់ប៉ោងនៅពេលគេស្រុកនេះគេបូមអាទឹកនឹងចេញហើយអាហ្នឹងឯងដែលកើតរោគថ្លើមមកមហារីកថ្លើមឬក៏គេហៅអង់គ្លេសហៅ hepatitis A B C អីចឹងណាបាទដូច្នេះកែវសារ៉ាត់ហ្នឹងស្លាប់នឹងកើតរោគថ្លើមហ្នឹងទេដោយពីអ្នកផ្ទះនៅជាមួយនឹងដែលគេស្លាប់មុនប្រហែលឆ្នាំហ្នឹងអញ្ចឹងពេលដែលគាត់ឆ្លងកាលពីនៅសហរដ្ឋអាមេរិកទេលោកតានៅសហរដ្ឋអាមេរិកទេនៅជាមួយគ្នាផ្ទះជាមួយគ្នាបាទលោកតាមិនគាត់ឆ្លងកាលដែលគាត់មកស្រុកខ្មែរទេមិនមែនទេព្រោះអីរោគថ្លើមកាលហ្នឹងគេប្រយ័ត្នតាដូច្នេះដូចខ្មែរយើងពីដើមមកចូលចិត្តញ៉ាំសឡមួយចានអញ្ចឹងជុំគ្នាអញ្ចឹងស្លាបព្រាដួសមកញ៉ាំហើយដួសទៀតញ៉ាំទៅដល់ពេលសម័យគេជឿនលឿនតិចទៅដាក់មួយចានអញ្ចឹងមកទៅគេមានវេកមួយអញ្ចឹងគេចែកតែគេដួសផ្សេងមកស្លាបព្រាយើងនៅតែយើងអញ្ចឹងណាដោយគេប្រយ័ត្នណាហើយឥឡូវនេះកាលពីជំនាន់ហ្នឹងអញ្ចឹងហើយនៅផ្ទះជាមួយគ្នាបាយចក្រានហើយញ៉ាំជុំគ្នានៅហ្នឹងប្រើប្រគល់ជាមួយគ្នានៅហ្នឹងហើយកាលហ្នឹងវាគ្មានអនាម័យអីប្រហែលផងហើយដល់ពេលម្នាក់មួយដែលខ្ញុំស្គាល់ដែលសារ៉ាត់នៅជាមួយហ្នឹងគាត់ស្លាប់ទៅហើយនៅសល់ប្រពន្ធថ្ងៃហ្នឹងឯងនៅផ្ទះម្ដុំភូមិដដែលនឹងឯងប្រពន្ធគាត់ទៅដោផ្ទះទេលោកតាគាត់ដោមកខាងមុខពីក្រោយមកមុខពីមុនគាត់នៅខាងក្នុងឥឡូវទៅគាត់ដោមកមុខនេះមកគាត់ជួលផ្ទះគេជួលផ្ទះល្វែងហ្នឹងនៅដដែលហ្នឹងឯងដល់ទៅពេលហើយបងស្រីហ្នឹងហ្នឹងហើយដល់ទៅពេលប្រពន្ធគាត់អត់កើតដល់ពេលឆ្លងលោកកែវសារ៉ាត់បាទវាអញ្ចឹងដូច family មួយដូចថាក្រុមគ្រួសារមួយអញ្ចឹងទៅវាអាចឆ្លងទៅអ្នកណាមួយអញ្ចឹងទៅហើយដល់ពេលអ្នកខ្លះនៅនឹងដែលប្តីប្រពន្ធហ្នឹងអត់ឆ្លងប្រពន្ធទេប៉ុន្តែឆ្លងទៅគេផ្សេងអញ្ចឹងណាប៉ុន្តែបើតាមខ្ញុំដឹងគឺកែវសារ៉ាត់ហ្នឹងគឺសញ្ញារោគថ្លើមមកពីនៅពេលដែលចិត្តស្លាប់ហ្នឹងភ្នែកវាឡើងហើយវាប្រេះហើយទៅដល់ពេលគេឃើញអញ្ចឹងគេថាអូត្រូវរបស់គេទេប៉ុន្តែមិនមែនទេព្រោះពោះក៏វាឡើងដល់ពេលវាយឺតពេលហើយពេទ្យគេជួយអត់រួចទេបាទនឹងមកតាមខ្ញុំដឹងពីសភាពការដែលស្លាប់ហ្នឹងហើយបើដល់ពេលខ្ញុំនៅនេះក៏ឮដែរថាកែវសារ៉ាត់ត្រូវអំពើគេប៉ុន្តែខ្ញុំអត់ជឿទេរេយំរំដំលើភ្នំចឹងនៅពេលដែលលោកកែវសារ៉ាត់គាត់ឈឺគាត់អីលោកតាមានបានទៅមើលគាត់ដែរខ្ញុំអត់បានទៅមើលទេប៉ុន្តែខ្ញុំមានអ្នកជិតស្និទ្ធហ្នឹងដែលគេមកគេប្រាប់ថាវេទនាដែរប្រពន្ធគាត់អត់ព្រមទៅពេទ្យដល់ពេលខ្លាំងមែនទែននៅស្រុកនេះគេឲ្យកាតយើងអ្នកក្រគេឲ្យកាតគេហៅ medical card medical card ហ្នឹងសម្រាប់គេចេញឲ្យអ្នកណាដែលរកលុយបានចំនួនតិចរដ្ឋគេជួយឲ្យទៅមើលពេទ្យអត់គិតលុយ free ដូច្នេះគាត់ពំអាកាត Medicare ហ្នឹងវល់គេឃើញក្មេងណាមកក៏ស្ពះគេថាឲ្យយកគាត់ទៅពេទ្យផងឲ្យជូនគាត់ទៅពេទ្យផងប៉ុន្តែពេលហ្នឹងវា too late ទៅហើយយឺតពេលគាត់យឺតវះកាត់បាទយឺតពេលហើយបាទយឺតពេលបាត់ហើយបាទលោកតាបាទបើតាមខ្ញុំដឹងលោកកែវសារ៉ាត់គាត់ធ្លាប់ទៅពេទ្យម្ដងប៉ុន្តែពេទ្យគេឲ្យគាត់វះកាត់ក្រោយមកគាត់ក៏បានរត់លួចទៅពេទ្យហើយទៅផ្ទះវិញហ្នឹងហើយអាហ្នឹងក៏គេប្រាប់ដែរកាលគេមកលេងថាកែវសារ៉ាត់ឈឺធ្ងន់ហើយទៅពេទ្យម្ដងទៅគេទាវះកាត់គាត់អត់ឲ្យគាត់កិច្ចដល់ក្រោយមកទៀតវាធ្វើទុកខ្លាំងមកបានឆានឈួរអីហ្នឹងគេទៅនិយាយឲ្យទៅអីហ្នឹងប៉ុន្តែវាពេលដល់ហ្នឹងវាធូរលេបាត់ហើយហ្នឹងពីព្រោះថាលោកឆានឈួរគាត់ខ្ញុំធ្លាប់ស្ដាប់គាត់និយាយកាលដែលក្មួយគាត់សម្ភាសគឺប្រសងដែរគាត់សម្ភាសណាគាត់សម្ភាសលោកកែវសារ៉ាត់ហ្នឹងថាគាត់បាននិយាយថាគាត់នៅឯប្រទេសថៃទេកែវសារ៉ាត់មិនដឹងប្រពន្ធមិនដឹងទេខ្ញុំមិនចាំដែរតែតាក់ទងមកលោកឆានឈួរឲ្យមកជួយយកកែវសារ៉ាត់ទៅពេទ្យផងថាបខំមែនទេណាបខំឲ្យលោកឆានឈួរមែនទេបាទព្រោះថាគាត់ដឹងថាជីវិតរបស់គាត់យ៉ាអានឹងខ្ញុំនិយាយរៀងផ្លូវក្រៅរឿងនេះនឹងប៉ុន្តែក្នុងនឹងបើកន្លែងដូចក្មួយថាអញ្ចឹងបើថាកន្លែងណាមិនសមស្របឬប៉ះពាល់កែវសារ៉ាត់គាត់បានស្លាប់ដោយរោគគាពៀតគឺរោគថ្លើមប្រភេទ B មែនលោកតារោគថ្លើមយ៉ា
ខ្ញុំអត់ដឹងប្រភេទអីទេប៉ុន្តែធ្ងន់ហើយរោគថ្លើមនឹងធ្ងន់ហើយលលួយហើយវាលលួយថ្លើមហើយ ខ្ញុំចិត្តតែឆ្ងល់ថាពេលហ្នឹងគាត់មិនវះកាត់មិនព្រមឲ្យពេទ្យវះកាត់លោកតា ភាគច្រើនមកស្រុកគេដំបងដូចថាវាអត់តាន់ជំនឿថាពេទ្យវះកាត់ណាហើយទៅលឺសូរតវះខ្លាចបដ ாய் អូបាទ ហ្នឹងមកពីមកដំបងមកអញ្ចឹងនៅការភ័យខ្លាចទី1ទី2អត់មានអ្នកណាមួយបញ្យល់ពីមូលហេតុឲ្យបានច្បាស់លាស់មកឲ្យអត់ហ៊ានសម្រេចចិត្តទេ អញ្ចឹងមានន័យថានៅពេលដែលប្រជាជនខ្មែរយើងទៅរស់នៅទឹកដីសហរដ្ឋអាមេរិកមានន័យថាប្រជាសាស្ត្ររបស់គេគឺគេដើរទៅមុខឯងប៉ុន្តែប្រជាជនខ្មែរយើងនៅមានចំនួនថាខ្លាចមុខខ្លាចក្រោយតាក់ទងនឹងការវះកាត់នោះ ខ្លាចក្រមុខខ្លាចក្រោយឥឡូវទេយ៉ា បាទ នៅមានជំនឿខ្ញុំអង្កលចំនួនហ្នឹងនៅមានជំនឿអាជឿដែលអ្នកដែលរស់ស៊ីចាក់ថ្នាំតាមផ្ទះពីស្រុកខ្មែរមករួចលាក់ហ្នឹងណាចេះមកចាក់មករស់ស៊ីមករួចរស់ស៊ីក្រៅនៅហ្នឹងដល់គេក្រោយមកពួកអស់ហ្នឹងទៅអស់ហើយអាហ្នឹងខុសច្បាប់មែនទែនបើគេចាប់បានទោសធ្ងន់មែនទែន កៅស្រាតទៅពេទ្យគឺមានគ្រូខ្មែរមានគ្រូខ្មែរហ្នឹងគឺនៅមើលថែលោកកៅស្រាតដែរថាប្រហែលថ្ងៃទៅបើយកចេញអញ្ចឹងដល់ពេលលោកឆាន់សួរថាអត់មានទុកហ្នឹងទេបើទុកហ្នឹងតែស្លាប់គេពេទ្យគេខាងរដ្ឋគេបន្ទោសយើងថាទុកអ្នកជំងឺទុកអ្នកជំងឺរហូតដល់ស្លាប់អញ្ចឹងថាពេទ្យគេនឹងខាងរដ្ឋគេនឹងរករឿងយើងបាទហើយខ្ញុំឮគេសម្ភាសដែរខ្ញុំស្ដាប់មើលគេសម្ភាសរឿងកៅសារ៉ាត់ហ្នឹងហើយដល់ពេលថ្ងៃមួយខ្ញុំឃើញគេសម្ភាសនាងច័ន្ទធូណាហើយខ្ញុំដឹងនាងច័ន្ទធូនឹងភ្លេចខ្ញុំតែខ្ញុំជួយនៅនឹងអីនៅនឹងរត់ទាំងអស់ហ្នឹងនាងច័ន្ទធូនឹងភ្លេចខ្ញុំដាច់ប៉ិតអត់មាននឹកឃើញអីខ្ញុំទេបាទអត់ឃើញនិយាយដែរសូម្បីតែខ្ញុំក៏ឆ្ងល់ហ្នឹងហើយដល់តែខ្ញុំស្ដាប់មើលទៅខ្ញុំនឹកថាអូនាងនេះអត់ចាំខ្ញុំទេភ្លេចហើយភ្លេចដូចថាភ្លេចទាំងស្រុងហ្មងអត់មាននឹកឃើញដីថ្មីត្រីបត់ស្នេហាការផងហើយពេលវេលារបស់ខ្ញុំគឺដំបូងឡើយគឺខ្ញុំចង់សួរតែ1ម៉ោងទេប៉ុន្តែឥឡូវនេះវាធ្លាយដល់1ម៉ោងកន្លះដោយសារខ្ញុំផ្លាច់ពាល់ដល់ពេលវេលារបស់លោកតាផងអញ្ចឹងសរុបទៅមកវិញយើងបានដឹងហើយថាលោកកៅសារ៉ាត់គាត់បានច្រៀងចម្រៀងជាច្រើនដែលលោកតាបានតែងជាច្រើនបទដែរដូចក្នុងនោះមានដូចបទខៅដាំងដងចិត្តបទឃ្លាតឆ្ងាយស្ដាយស្នេហ៍នោះដែលថតចន្លោះឆ្នាំពីនៅក្នុងឆ្នាំ1986និងឆ្នាំ1987ដែលដូចបទហ្នឹងបាទខ្ញុំអត់មានអីនិយាយបន្តទៀតទេគឺមានតែសូមគោរពអរគុណដល់លោកតាដែលបានផ្ដល់បទសម្ភាសន៍ជាង1ម៉ោងនេះហើយជូនពរលោកតាមានសុខភាពល្អហើយខ្ញុំសូមម្យ៉ាងមួយទៀតសូមឧទ្ទិសស្នាដៃទាំងអស់និងកុសលផលបុណ្យទាំងអស់គឺដល់លោកដួងវិញ្ញាណក្ខន្ធរបស់លោកកៅសារ៉ាត់ហើយលោកបានទៅកាន់សុគតិភពនិងកើតជាតិណាកុំឲ្យលោកមានអាយុខ្លីដូចជាតិនេះព្រោះថាទឹកដមសំនៀងដល់ក្អួនកៅនិងកម្ររកបានរបស់លោកនេះគឺមានភាពល្បីល្បាញណាស់នៅក្នុងស្រុកខ្មែររបស់យើងហើយមរណភាពរបស់លោកក៏ជាទីសោកស្ដាយរបស់បងប្អូនខ្មែរយើងដែលជាអ្នកគ្រប់គ្រងលោកអូណាព្រំលាយខិតណា